Dar nakកំពុងធ្វើអ្វីឯងជាសម្រាមខ្ញុំបង្កប់ឲ្យឯងសៀមតាឯងហ៊ានលូតចំណេះស្កាត់ខ្ញុំឯងដឹងទេថាវាថ្លៃប៉ុន្មាន500ក្នុង1ផោនហេឈប់អ្នកនឹងឈឺខ្លួនឯងយកទៅប្រាវីទៅឯងនឹងធ្វើវាទីទឺខ្ញុំមិនធ្វើវាទៀតទេឯងអវត្តមាន3ថ្ងៃហើយខ្ញុំមិនអាចរើបានទេព្រោះគេចង់ខ្ញុំមិនបានញ៉ាំអី3ថ្ងៃហើយខ្ញុំឃ្លានស្លាប់ខ្ញុំមិនធ្វើវាទៀតទេខ្ញុំស្ងែងដើម្បីយាមតាខ្ញុំមិនមែនហាងលូទំនីស្កាខ្ញុំទេអីស្កេងីខ្ញុំនឹងប្រាប់ជីមួយផ្ញើ1លានទៀតបើគាត់មិនធ្វើដូច្នេះទេខ្ញុំនឹងប្រាប់លោកសិទ្ធជប៉ុងថ្លៃព្យាបាលរបស់ Frank Leaf ឯងបោកប្រាស់យើងឲ្យលក់ផ្ទះយើងហើយយកលុយតែកូនប្រុសខ្ញុំឲ្យយើងឯងថែមទាំងយកទាំងអស់ប្រាក់ធានារ៉ាប់រងពេទ្យរបស់ប្តីខ្ញុំឥឡូវឯងបោកកូនប្រុសខ្ញុំយក1លានឯងលោភពេកហើយមិនឯងអាចគ្មានមេត្តាម្លេះកូនប្រុសខ្ញុំបានលុយទាំងនោះដោយដូរជីវិតគាត់ខ្ញុំប្រាប់ឯងហើយប្រាប់ទីមួយផ្ញើ1លានមកខ្ញុំព្រែងមិនចង់ហើយ Frank Leaf ស្លាប់នៅមន្ទីរពេទ្យបើមិនដូច្នេះទេត្រៀមខ្លួននិយាយលាទៅកាន់ទីឯងរកវិធីរកលុយមកអ្នកត្រូវរកមួយសែននៅពួកយើងដើម្បីវះកាត់លោកលីគាត់មានរបួសខួរក្បាលធ្ងន់គាត់អាចនឹងមិនអាចរកបានទេបើយើងមិនវះកាត់លើគាត់ភ្លាមពេលវេលាមែនកូនប្រុសណាក់កំពុងហើយឆ្លើយទឹកទៅខ្ញុំព្រមានណាក់រសាពាក្យសម្ដីរបស់ណាក់បើមិនដូច្នោះទេតែណានឹងស្លាប់ហេប្តីអ្នកនៅមន្ទីរពេទ្យខ្ញុំអាចធ្វើឲ្យគាត់ស្លាប់ដោយគ្រាន់តែខ្ទាស់ម្រាមដៃធ្វើខ្លួនល្អម៉ាក់ហេតុអីមុខអ្នកអប៊ូសម្លាញ់ខ្ញុំសំទោសវាជាកំហុសរបស់ខ្ញុំរយមានរឿងអីជីមខ្ញុំចៃដន្យបើកំដៃណាពេលខ្ញុំកំពុងសម្អាតនាងវាខ្ញុំខ្លាំងណាស់ខ្ញុំមិនបានវានាងដោយចិត្តណែទេអ្នកច្បាស់ជារងទុក្ខណាស់រយខ្ញុំខំប្រឹងយ៉ាងខ្លាំងដើម្បីតែរក្សាពុកម្ដាយរបស់ណាតែខ្ញុំត្រូវគេវាខ្ញុំធន់ទ្រាំនឹងការរត់នៅណាម៉ាក់ខ្ញុំដឹងអ្នកមានបញ្ហាជាមួយរុយប៉ុន្តែនាងជាកូនប្រសាស្រីរបស់អ្នកនាងបានថែរក្សាអ្នកអស់10ឆ្នាំតើធ្វើដូចចម្ដេចអ្នកធ្វើរឿងបែបនេះទេជីមមិនមែនដូចអ្វីដែលឃើញនោះទេជីមវាមិនមែនដូចដែលអ្នកគិតទេជីមខ្ញុំយករੂអូនបានស៊ូត្រាំច្រើនណាស់កុំយកវាទៅដាក់ចិត្តខ្ញុំនឹងធ្វើឲ្យអូនវិញជីមបងកំពុងនិយាយពីអ្វីបង្ការពីប្រទេសយើងនោះហើយជាអ្វីដែលខ្ញុំគួរធ្វើពុករបស់បងចូលមន្ទីរពេទ្យយ៉ាងត្រការ1លានសម្រាប់សេវាគាត់តែបងគិតថាខ្ញុំនឹងផ្ទេ2លានឥឡូវទេកុំធ្វើវាម៉ាក់មានរឿងអីបងមកបងនៅការអន់ចិត្តនឹងពុកបងតែអនុញ្ញាតស្វងទៅកន្លែងគ្រួតណាដូចជាហ្វាឡានោះហើយជាមូលហេតុនាងនិយាយពាក្យទាំងនោះដោយកំហាញ់ខ្ញុំព្រមានណាខ្ញុំនឹងសម្លាប់ប្តីរបស់ណាបើណានៅតែនិយាយរឿងណាត់ប្រយោជន៍ជីមវាជាកំហុសខ្ញុំផ្ញើលុយឲ្យបានឆាប់បំផុតកុំបារម្ភពីយើងកូនត្រូវតែថែរក្សាខ្លួនឯងណាស់ហ៊ាននិយាយបែបនេះផ្ទេ2លានទៅរូកាន់នេះដែរលោកម្ចាស់ហេតុអ្វីបានជាអ្នកទុកចិត្តរូខ្លាំងម្ល៉េះហេតុអ្វីមិនផ្ទេវាទៅលោកស្រីលីមិនបាច់ទេយើងជាគ្រួសារ
នាងបានមើលថាឪពុកម្ដាយខ្ញុំអស់10ឆ្នាំខ្ញុំមិនគួរសង្ស័យនាងទេលើសពីនេះពួកយើងចិត្តដល់ហើយ Canvate អភិបាលនៃសូណូនឹងរៀបចំពិធីជប់លៀងជូនលោក3ថ្ងៃទៀតអសរជននឹងត្រូវបានអញ្ជើញតើលោកស្ដាប់ទៅល្អខ្ញុំនឹងប្រកាសការភ្ជាប់ពាក្យជាមួយរូបនាងបានរងចាំអស់10ឆ្នាំដល់ពេលផ្ដល់ឲ្យនាងសេរីរុងរឿងដោដង សូមអត់ទោស ខ្ញុំនឹងទុកជីវិតណាដោយសារ2លាននេះ នោះសម្រាប់ព្យាបាលប្តីខ្ញុំ អាចនោះវាជាការខ្សែជាទន្ទឹមដើម្បីព្យាបាលគាត់គួរតែស្លាប់ទៅលោកស៊ូឥឡូវយើងមានលុយហើយតើយើងទៅហឹកស្រាអបនៅបារយប់នេះ ធ្វើម៉េចអ្នកភ្លេចចំឆ្កា ខ្ញុំនឹងគាត់ទូសឲ្យនាងមួយថ្ងៃដោយសារ2លាននាងនឹងត្រូវរកលុយឲ្យយើងលុយម្ដងទៀតចាំមើលតែឆ្កែនឹងសម្អត់តែខ្ញុំនឹងសម្លាប់អ្នកបារអ្នកហ៊ានលោកអាហារឆ្កែទៀត អូយតើគ្រូសាលីបានធ្វើអីខុសទៅទទួលរឿងនេះគ្រូពេទ្យខ្ញុំសូមអង្វរអ្នកសូមសង្គ្រោះប្តីខ្ញុំកូនប្រុសខ្ញុំជាទាហាននៅជួរមុខគាត់ប្រកាសជាផ្ដល់រង្វាន់អ្នកពេលគាត់ត្រឡប់ផ្ទះ សូមក្រោកឡើងសូមក្រោកឡើងខ្ញុំព្យាយាមអស់ពីសមត្ថភាពដើម្បីទទួលបានការបញ្ចុះតម្លៃឲ្យអ្នកប៉ុន្តែមន្ទីរពេទ្យនេះជារបស់លោកសូគាត់បានបញ្ជាឲ្យយើងឲ្យឈប់ព្យាបាលលោកលីសចាស់ខ្ញុំគ្មានអ្វីធ្វើបានទេកុំបារម្ភអ្នកអាចផ្ទេរគាត់ទៅមន្ទីរពេទ្យកណ្ដាលខ្ញុំបានប្រាប់មិត្តភ័ក្តិខ្ញុំអំពីស្ថានភាពរបស់អ្នកពួកគេនឹងព្យាយាមអស់ពីសមត្ថភាពអ្នកអាចទៅទីនោះអាចនៅមានសង្ឃឹម អរគុណច្រើន អាចខ្ញុំប្រាប់អ្នកឲ្យមើលតែខ្ញុំហេតុអ្វីបានជាអ្នកមកទីនេះជាមួយ picture របស់អ្នក គ្រូហេតុអ្វីបានជាអ្នកវិនាង អាចតែខ្ញុំបាននិយាយថាអ្នកអាចនិយាយ ការងារផ្ទះខ្ញុំរួចហើយនោះហើយជាមូលហេតុតែខ្ញុំមកទីនេះសួរសុខទុក្ខប្តីខ្ញុំលោកសូបានបញ្ជាមន្ទីរពេទ្យឲ្យឈប់ព្យាបាលហ្វ្រេងខ្ញុំមកទីនេះដើម្បីផ្ទេរគាត់ ផ្ទេរគាត់បានប៉ុន្តែអ្នកនៅជំពាក់មន្ទីរពេទ្យ 300,000 សំលុយ អ្នកបានបោកប្រាស់កូនខ្ញុំដើម្បីយកលុយហេតុអ្វីបានជាអ្នកធ្វើឲ្យយើងលំបាក គាត់បានផ្ញើលុយទៅឲ្យរូដោយស្ម័គ្រចិត្តតើវាមានអ្វីតាក់ទងនឹងខ្ញុំ អ្នកគូតែបន្ទូស្កូនដែលងាយគេបោករបស់អ្នកប៉ុន្តែខ្ញុំគូតែអូគុណគាត់ពិតប្រាកដខ្ញុំមិនអាចមានលទ្ធភាពវូដចិន fly បែបនេះដោយគ្មានលុយគាត់ អ្នកអាក្រក់ មានរឿងអីអញខមមិនគូនាងលុយខ្ញុំនឹងអ្នកទាំងពីរឱកាសមួយជីរត់ចិននេះ ឯងកំពុងធ្វើអី ឯងកំពុងធ្វើអីឲ្យខ្ញុំទៅ ឲ្យខ្ញុំទៅ មើលស្ប៉ារត់ចិននេះ ឲ្យខ្ញុំទៅ ឲ្យខ្ញុំទៅ ឯងឃើញរត់ចិនខ្ញុំយ៉ាងម៉េច ឯងជាមនុស្សស្រីអាក្រក់ឯងនឹងស្លាប់យ៉ាងអាក្រក់ កូនប្រុសខ្ញុំកំពុងការពារប្រទេសយើងចំណែកឯងវិញមកបៀតបៀនយើងនៅទីនេះឯងគ្មានមនុស្សធម៌ឯងមិនខ្លាចទេគាត់នឹងមករកឯង មកក្របយើងតែងដឹងទេកូនឯងទៅហ្វាលីអ្នកណាដែរអាចដណ្ដើមយកវាបាននឹងខ្លាយជាអ្នកគ្រប់គ្រងកម្ពុជាតែកុសលណាស់ប្រទេសជាច្រើនបានបញ្ជូនមនុស្សពូកែបំផុតរបស់ពួកគេតែគ្មាននរណាម្នាក់ត្រឡប់មកវិញទាំងរស់ទេកូនឯងក៏មិនខុសពីគេដែរអី គ្មានអ្នកណាត្រឡប់មកវិញទាំងរស់ទេ ខ្ញុំមិនគិតថាអ្នកទាំងពីរដឹងថាហ្វាលីគ្រួតអ្នកប៉ុណ្ណាអ្នកណាដែលទៅទីនោះនឹងមិនត្រឡប់មកវិញទាំងរស់ទេនោះហើយគីមូលហេតុដែលទ្រូកូសហើយលុយទីមច្រើនជានូនឹងគីវិតគាត់ ខ្ញុំធ្វើរឿងនេះដាក់កូនខ្លួនឯង អ្នកដឹងកូនប្រុសខ្ញុំនឹងមិនត្រឡប់មកវិញទេហេតុអីបានជាអ្នកធ្វើបាបយើងហើយយកផ្ទះយើង
អ្នកថែមទាំងបោកជីមយកលុយគាត់ ណាអត់ដែរបន្ទូស៊ីមនឹងខ្លួនឯងតែល្មងលើ ខ្ញុំនឹងប្រយុទ្ធនឹងស្ត្រីអាក្រក់នេះខ្ញុំ អត់ចាអេងចង់ស្លាប់ខ្ញុំនឹងធ្វើអីសិបណែងខ្លាយគីកាពិត ឲ្យខ្ញុំធ្វើវាលើកនេះដាក់ពួកគេពីក្រោយឡាន ប្រែងឲ្យគាត់ទៅសូម ឃើញទូរស័ព្ទនេះទេខ្ញុំទិញវាដោយលុយជីមវាគីម៉ូដែលថ្មីបំផុតវាថ្លៃប្រៃសប្រាំបីប្រៃសប្រាំបី ខ្ញុំអង្វរអ្នកសូមឲ្យគាត់ទៅសូមខ្ញុំអង្វរអ្នកឲ្យគាត់ទៅ ប្រែងឯងមិនអីទេកុំបន្លាចខ្ញុំប្រែងសូមឲ្យគាត់ទៅខ្ញុំអង្វរអ្នក ព្រះអាយមានរឿងអាក្រក់កើតឡើង សូមឲ្យគាត់ទៅសូមខ្ញុំអង្វរអ្នកប្រែង ប៉ាម៉ាក់រោអញធ្វើអីនឹងមានរឿងអីខ្ញុំបានស៊ើបអង្កេតហើយអ្នកស្រីរ៉េតគិតថាអ្នកនឹងមិនដែរត្រឡប់ពីហ្វាលីវិញទេនាងបានបំពេញពួកគេនឹងកំហែងយកលុយពីពួកគេនាងបានយកលុយទាំងអស់ដែលអ្នកផ្ញើមកផ្ទះនាងបានបោកប្រាស់ឪពុកម្ដាយអ្នកពីផ្ទះរបស់ពួកគេដោយការកោះថាអ្នករងរបួស10ឆ្នាំហើយរូបានបញ្ឆោតខ្ញុំនិងបំពេញឪពុកម្ដាយខ្ញុំអស់10ឆ្នាំខ្ញុំមិនដឹងអ្វីសោះខ្ញុំថែមទាំងបន្ទោសម្ដាយខ្ញុំវាជាកំហុសរបស់ខ្ញុំទាំងស្រុងប្រញាប់បើកឡានលឿនទៅមន្ទីរពេទ្យប្រញាប់បើកឡានលឿនទៅមន្ទីរពេទ្យរោអ្នកគួរតែសង្ឃឹមថាឪពុកម្ដាយខ្ញុំមិនអីទេបើមិនដូច្នោះទេខ្ញុំនឹងធ្វើឲ្យអ្នកស្លាប់យ៉ាងឈឺចាប់ សូមជួយសង្គ្រោះប្តីខ្ញុំសូមអង្វរអ្នកសូមជួយសង្គ្រោះប្តីខ្ញុំ ខ្ញុំជាម្ចាស់ក្រុមហ៊ុនសូក្រភ័រកុំហ៊ានជ្រៀតជ្រែករឿងនេះលោកសូកូនប្រុសរបស់ Kenway កំពុងជួបគ្រោះថ្នាក់រថយន្តគាត់ត្រូវការបដូរកែភ្នែករបស់ Frankly គឺជាការផ្គូផ្គងដ៏ល្អឥតខ្ចោះកុំស្ទាក់ស្ទើរយកកែភ្នែកគាត់ឥឡូវ លោកសៅខ្ញុំអង្វរអ្នកសូមទុកជីវិតយើងអ្នកគ្រាន់តែចង់បានលុយខ្ញុំនឹងប្រាប់កូនខ្ញុំឲ្យលុយអ្នកតារាបណាអ្នកឲ្យយើងទៅប្តីខ្ញុំកំពុងស្លាប់អ្នកមិនអាចយកកែវភ្នែកគាត់ខ្ញុំអង្វរអ្នកសូមទុកជីវិតយើង ជីវិតនិងសេចក្តីស្លាប់របស់អ្នកមិនមែនជារឿងរបស់ខ្ញុំទេយកវាទៅ ចាំលោកសៃជីវិតកំពុងប្រឈមយ៉ាងពូតៃโซកៅភ្នែកបរោះជីនេះនៅទីនេះយើងមិនចង់ខកខានពេលវេលាមីស អ្នកពិតជាយកចិត្តធ្វើតាមអ្វីដែលនាងនិយាយ ទេ ខ្ញុំអង្វរអ្នកលោកសៅសូមទុកជីវិតប្តីខ្ញុំ ជីវិតគាត់គ្មានតម្លៃគាត់គួរតែស្លាប់ទៅ ឈប់ធ្វើដូច្នេះឈប់អូវាជាទីហានតូចហ៊ានមកវិញខ្ញុំនឹងធ្វើឲ្យឯងប៉ា ជីមឯងមកវិញហើយ ប៉ាខ្ញុំហើយ ឯងមកវិញហើយនោះហើយជារឿងសំខាន់វាជាកំហុសរបស់ខ្ញុំមិនគួរឲ្យឯងទៅហ្វាលី អ្វីកើតឡើងចំពោះផ្នែកកែង ជីមឯងទីបំផុតមកវិញហើយ ប៉ាម៉ាក់វាជាកំហុសរបស់ខ្ញុំឯងរងទុក្ខដោយសារខ្ញុំឯងជាសម្រាប់ផ្នែកមួយសំផ្នែកមួយឯងនឹងចំណាយសម្រាប់វា Team Leaf ហ៊ានវាលោកចៅមែនដឹងទេថាគាត់ជានរណា
លោក Show គីមចាក់ក្រុមហ៊ុន Show Court គាត់មានទំពើ Sonos នៅក្រែនតែជាទីហានធម្មតាស្មានវាគាត់ទៀត ជីមភ្លេចវាទៅភ្លេចអតីតកាលទៅអ្នកត្រឡប់មកវិញហើយ គុំរករឿងខ្ញុំមិនទុកវាចោលទេពួកគេត្រូវតែសងលោកក៏ពុកលីប៉ា Frank អាឡានបាទបញ្ជូនគាត់ទៅមន្ទីរពេទ្យកណ្ដាលយល់ព្រមតោះទៅខ្ញុំថាអ្នកអាចទៅហើយតើអ្នកគិតថាខ្ញុំខ្លាចអ្នកប្រុសអ្នកខ្លាំងកុំគិតចាស់ចេញរហូតដល់ខ្ញុំទទួលការបញ្យល់អ្នកណាប្រឆាំងនឹងខ្ញុំត្រូវស្លាប់ លៀននៅវាលោក Show នៅអស់ហើយ ឆាប់បញ្ជូនគាត់ទៅមន្ទីរពេទ្យលោកសូរងរបួសធ្ងន់នៅទ្រង់នឹងហូរឈាមខាងក្នុងយើងត្រូវការឈាមបើមិនអញ្ចឹងជីវិតគាត់មានគ្រោះថ្នាក់ បញ្ចូលឈាម កូនប្រុសខ្ញុំប្រភេទឈាមគឺ RX-NO វាកម្រណាស់តើខ្ញុំត្រូវរកឈាម RX-NO ពីណា លោកសូដំណឹងល្អ ជោគវាសនាកូនខ្ញុំមិនដឹងនេះមិនក៏ជាដំណឹងល្អ នាងរីតមានមិត្តរួមថ្នាក់ឈ្មោះ Helen Silva នាងធ្លាប់មកព្យាបាលនៅទីនេះពីមុនប្រភេទឈាមរបស់នាងគឺ RX-NO ហេតុអ្វីមិនប្រាប់ខ្ញុំពីមុនប្រញាប់យកឈាម Helen Silva មកឲ្យខ្ញុំឥឡូវបង្ហូរឈាមនាង លោក Show ជីមមានទំនាក់ទំនងល្អជាមួយគ្រូសា Helen យើងមិនអាចធ្វើអ្វីបានច្រើនជាមួយនឹងទីមការពារនាងគាត់ជឿតែត្រឡប់មកវិញពីហ្វាលីយ៉ា គាត់អាចត្រឡប់មកវិញរស់ពីព្រោះព្រះអម្ចាស់នៃភាពងឹតលេចចេញមកពីណាមកដើម្បីដណ្ដើមយកហ្វាលីយ៉ាគាត់គ្រាន់តែជាទាហានគាត់មិនអាចធ្វើអ្វីច្រើនទេលើសពីនេះព្រះអម្ចាស់នៃភាពងឹតនឹងត្រឡប់ទៅសូណូក្នុង3ថ្ងៃលោកវេតបានប្រគល់ភារកិច្ចឲ្យខ្ញុំស្វាគមន៍គាត់ខ្ញុំនឹងបានស្គាល់ព្រះអម្ចាស់នៃភាពងឹតឆាប់ជីមលីហ្វគ្មាននៃអ្វីសម្រាប់ខ្ញុំទេ អញ្ចឹងខ្ញុំគិតថាគីមជាអណតមលោក Show ខ្ញុំនឹងស៊ូស៊ីម Helen បាយណាស់ ឪពុកម្ដាយអ្នកស្ថានភាពបានប្រសើរឡើងពួកគេខ្វះអាហារូបត្ថម្ភដោយសារការធ្វើបាបអស់រយៈពេលច្រើនឆ្នាំពួកគេត្រូវការពេលដើម្បីជាសះស្បើយអាកំណែខ្ញុំគួរតែបានសម្រាប់ Wilside ដើម្បីសងសឹកឪពុកខ្ញុំ ជីមកុំសម្លាប់គាត់យើងមិនអាចបាត់បង់អ្នកទៀតទេ ឪពុកកុំបារម្ភខ្ញុំនឹងមិនចាស់ចេញពីអ្នកទៀតទេខ្ញុំនឹងនៅក្បែរអ្នក នោះល្អ គ្រូពេទ្យចុះម៉ាក់ខ្ញុំវិញរបួសរបស់នាងបណ្ដាលមកពីការធ្វើបាបអស់រយៈពេលច្រើនឆ្នាំនាងនៅរស់រហូតដល់ពេលនេះព្រោះនាងមានជំនឿអ្នកផ្សេងទៀតឯងឈួតឬស្លាប់ប្រដឹងថានាងស៊ូត្រាំអស់រយៈពេល10ឆ្នាំចុងក្រោយកុំបារម្ភខ្ញុំបានព្យាបាលរបួសទាំងអស់របស់នាងនឹងជាសះស្បើយក្រោយសម្រាប់2សប្តាហ៍ឪពុកម៉ាក់ខ្ញុំជាកូនអាក្រក់ខ្ញុំត្រឡប់មកវិញយឺតពេកអ្នកច្បាស់ជាបានរងទុក្ខច្រើន អ្នកជាទាហានរបស់ត្រកូលសូមក្រោកឡើង ជីម ម៉ាក់ អ្នកបានការពារប្រទេសយើងនឹងយាមព្រំដែនអ្នកមិនគិតពីខ្លួនឯងយើងមានមោទនភាពចំពោះអ្នកដូចគ្នាដែរប្រទេសយើងការរងទុក្ខនេះមិនមែនជាអ្វីទេ លោកលីខ្ញុំបានអ្នកបានទៅហ្វាលីអ្នកស្រីរីតបានធ្វើការសម្រេចចិត្តដ៏ឆោតល្មមអ្នកបានការពារប្រទេសយើងនឹងមិនមានថ្ងៃសុខសន្តិភាពប្រសិនបើគ្មានស្នាដៃវីរភាពរបស់អ្នកមិនអីទេឪពុកម៉ាក់ខ្ញុំក៏បាននាំយកភេទសម្មិត្តរបស់ខ្ញុំមកវិញខ្ញុំនឹងប្រកល់វាទៅឲ្យក្រុមគ្រួសាររបស់ពួកគេខ្ញុំនឹងមកវិញនៅពេលក្រោយ យល់ព្រមអ្នកអាចទៅបានយើងអាចមើលថែខ្លួនយើងបាន តើអ្នកអាចគួរខើបបងខ្ញុំនឹងកូនយើងនៅបានចាក់ចេញពីយើង ប៉ាលោកម្ចាស់តើខ្ញុំត្រូវបញ្ជូនអ្នកចុងក្រោយដែលខ្លួនឯងទេវិលជីមខ្ញុំត្រាំមិនបានទៀតហើយសូមមើលថាម៉ាក់ខ្ញុំនឹង
ប្អូនស្រីខ្ញុំ Will ឈប់និយាយទៅយើងនឹងត្រឡប់ទៅផ្ទះជាមួយគ្នាចាំទេខ្ញុំមិនអាចត្រាំមិនបានទៀតហើយខ្ញុំមិនអាចត្រឡប់ទៅជាមួយអ្នកទេសូមមើលថាពូគេផងជាពិសេសប្អូនស្រីខ្ញុំនាងចូលចិត្តអ្នកអស់10ឆ្នាំហើយសូមឲ្យនាងមួយឡWill ទេមិនអាចទេខ្ញុំជាអ្នកដែលបាននាំ Will ទៅហ្វាលីខ្ញុំនឹងជាអ្នកដែលបញ្ជូនគាត់ទៅផ្ទះវិញហេតុអ្វី Wilf មិនទាន់ត្រឡប់មកផ្ទះវិញគាត់បានទៅហ្វាលីជាមួយជីមកាលពី10ឆ្នាំមុនឥឡូវជីមត្រឡប់មកវិញហើយប៉ុន្តែ Wilf នៅឯណាតើអាចវាជា Wilf តើគាត់មកកុំនិយាយអញ្ចឹង Wilf នឹងត្រឡប់មកវិញគាត់ប្រហែលជាត្រឡប់មកវិញយូរ Wilf ត្រឡប់មកវិញហើយ Wilf គ្រូហេតុអ្វីអ្នកមកទីនេះលោកសៃមានឈើមើលនៅគាត់ត្រូវការជីម្ល៉ូនេះមកជាមួយយើងតែខ្ញុំនឹងមិនទៅតាមណាទេខ្ញុំកំពុងរងចាំ Will មិនអីទេយើងគ្រាន់តែដកជីម្ល៉ូនេះប្រញាប់ឡើងកុំប៉ះនាងគ្រូខ្ញុំសូមអង្វរអ្នក Helen មានជំងឺស្លេកស្លាំងអ្នកអាចដកឈាមខ្ញុំវិញគ្មាននរណាចង់បានឈាមណាទេទូចាក់ចង់ក៏ដោយប្រញាប់ឡើងកុំខ្វល់ពីស្ត្រីចាស់នេះគ្រូអ្នកជាស្ត្រីអាក្រក់អ្នកអាក្រក់ណាស់អ្នកនឹងស្លាប់យ៉ាងអាក្រក់ខ្ញុំនឹងដាក់បណ្ដាសាអ្នកនឹងក្រុមគ្រួសាររបស់អ្នកនឹងជួបសេចក្តីស្លាប់ដ៏អាក្រក់អាចាហ៊ានណាស់ឯងជាខ្ញុំព្រោះតែខ្ញុំយុគរបស់កូនស្រីឯងសៀមហើយខ្ញុំតម្កាប់ខ្ញុំនឹងពងរៀនឯងមេរៀនមួយមកលែងមកខ្ញុំទៅរូខ្ញុំនឹងឃើញណាឈាមខ្ញុំលែងមកខ្ញុំទៅដល់លែងមកខ្ញុំមកមនុស្សចាក់លួនៅស្ងៀមហើយរូហ៊ានធ្វើបាបនាងអញ្ចឹងខ្ញុំនឹងដោះស្រាយជាមួយណាខ្ញុំនឹងកិននាងអស់ស្លាប់បរណានៅតែប្រឆាំងខ្ញុំមិនធ្វើទេខ្ញុំមិនធ្វើទៀតទេធ្វើតាមបញ្ជាឲ្យយើងดับឈាមណាបើមិនអញ្ចឹងនាងស្លាប់ Helen អ្នកស្រីរីកនាងហាក់ដូចជាខ្វះឈាមបើយើងបន្តលោកស៊ូនឹងមានឈាមគ្រប់គ្រាន់បើយើងមិនធ្វើបង្ហូរឈាមនាងទាំងអស់ Helen នាងអាចស្លាប់បើយើងធ្វើដូច្នេះនាងគ្រាន់តែជាក្មេងស្រីទាបគ្មានប្រយោជន៍ក្នុងការទុកនាងអរ៉ូនាងអាចស្លាប់ទៅមិនមែនជារឿងធំដុំទេទេ Helen កូនឆ្កាឈប់លោកស្រីស៊ីលវ៉ាគ្រាន់តែទុកខ្ញុំហើយសង្គ្រោះកូនស្រីខ្ញុំនាងស៊ីលវ៉ាបាត់បង់ឈាមច្រើននាងត្រូវការបញ្ចូលឈាម Helen កុំឈរនៅទីនោះឯងឲ្យនាងវិញឈាមនាងនៅលើនេះជារបស់លោកខ្ញុំនឹងសម្លាប់អ្នកបើអ្នកប្រើវាបញ្ជូនឈាមទៅឲ្យនាងឥឡូវខ្ញុំនឹងធ្វើឲ្យគ្រូសាអ្នកទាំងមូលចំណាយសម្រាប់វាបើមានអ្វីកើតឡើងដល់ Helen ឈាមកុំមកអៀងខ្មាស់ឯងហ៊ានមកទីនេះក្រោយពីកំប្លែងផែនការខ្ញុំចេណាមកទីនេះបន្ទាប់ពីកំប្លែងគម្រោងខ្ញុំឯងហ៊ានរៀបរៀងខ្ញុំជីមលីឯងវាខ្ញុំពីមុនឯងធ្លាប់ជាមនុស្សកំសាកតែតែងតែស្ដាប់ខ្ញុំចុះបើខ្ញុំវាយ៉ាងអរគុណស្កាយឯងវាខ្ញុំផ្លែមបន្ទាប់ពីឯងវាលោកស៊ីវមិនខ្លាចទេភូត្រកូលស៊ូសម្រាប់ឯងពូត្រកូលស៊ូមិនមែនជារឿងធំទេពូគេនៅឯណាពេត្រូកូកំពុងមិនស្ថិតស្ថេរខាងនយោបាយអ្វីដែលគេហៅថាវណ្ណៈទាបដែលអញមើលងាយគឺជាអ្នកដែលជួយដ្រូកូចេញពីវិបត្តិពូគេជាប្តីរបស់អ្នកណាម្នាក់បងប្អូនប្រុសឬកូនប្រុស
ពូគេលះបង់ខ្លួនឯងដើម្បីការពារត្រកូលនឹងសេចក្តីថ្លៃថ្នូររបស់វាបើគ្មានពូគេឯងមិនអាចរីករាយនឹងសន្តិភាពនេះទេ ខ្ញុំមិនខ្វល់ទេសង្គ្រាមកើតឡើងនៅព្រំដែនប្រទេសយើងមិនត្រូវគេឆ្លងពីទេ ឯងពិតជាគិតថាវាដូច្នេះមែនឯងគិតថាឯងអាចរីករាយនឹងសន្តិភាពបែបពេលវេលាបើគ្មានការលះបង់របស់ទីហានទាំងនេះនៅមានទីហាន100,000 នាក់កំពុងការពារព្រំដែនក្រោមដ៏លំបាកលក្ខខណ្ឌនៅពេលនេះ ពួកគេធ្វើវាដើម្បីលុយពួកគេចង់បានលុយថែមទៀត គ្មានចំនួនទឹកប្រាក់ណាអាចដោះដូរជីវិតមនុស្សបាននារីស៊ីឈ្នួលដូចចែងនឹងមិនដឹងអារម្មណ៍នៃការមានជំនឿយ៉ាងណា ពិតមែននឹងគ្មានសន្តិភាពទេបើគ្មានពួកគេ គ្រូសាស៊ីលវ៉ាជាគ្រូសាវីរបរោះសង្គ្រាមពួកគេមិនសមនឹងទទួលរឿងនេះទេវីលស៊ីលវ៉ាបានការពារត្រូវក៏យើងគួរតែការពារគ្រូសារបស់គាត់ជំនួសគាត់ បាទបញ្ជូនឈាមទៅកាន់អ្នកស្រីស៊ីលវ៉ៃលើនេះ គំវិនសៀមនេះសម្រាប់លោកស៊ូអ្នកនឹងធ្វើអសគ្រូសាសូហាអនបានប្រៃវេ យើងជាគ្រូពេទ្យវាជាកាតព្វកិច្ចរបស់យើងដើម្បីសង្គ្រោះជីវិតអ្នកស្រីស៊ីលវ៉ាត្រូវការឈាមឥឡូវនេះ បាទវីលស៊ីលវ៉ាការពារប្រទេសយើងគួរតែការពារគ្រូសារបស់គាត់យើងមិនគួរធ្វើឲ្យពួកគេខកចិត្តឡើយ បាទ តាអ្នកឃើញវីទេវីឡាការលះបង់របស់អ្នកគឺមានតម្លៃសូមសម្រាប់ក្នុងសន្តិភាព អូទេអ្នកស្រីស៊ីលវ៉ាមានសញ្ញាសំខាន់អាក្រក់នាងត្រូវការបញ្ចូលឈាមជាបន្ទាន់ ហេ ថង់ឈាមអាចសង្គ្រោះជីវិតអ្នកស្រីស៊ីលវ៉ាកុំធ្វើអ្វីដែលប្រញាប់ប្រញាល់ អ្នកស្រីរីតខ្ញុំកំពុងលុតជង្គង់អង្វរអ្នកសូមផ្ដល់ថង់ឈាមដល់គ្រូពេទ្យសូមឲ្យពួកគេសង្គ្រោះកូនស្រីខ្ញុំសូមខ្ញុំអង្វរអ្នកខ្ញុំអង្វរអ្នកសូម វីលស្លាប់ហើយបើហេឡែនក៏រោឲ្យឈាមមកខ្ញុំនឹងបង់ប្រាក់ឲ្យអ្នកតាមអ្វីអ្នកចង់បាន ឈាមនេះសម្រាប់លោកស៊ូខ្ញុំនឹងកំ pl វាប្រសិនបើអ្នកមិនអនុញ្ញាតឲ្យខ្ញុំទៅវាទេខ្ញុំនឹងកំ pl វា ឆាប់ឡើង ភូថកទៀតហើយយ៉ាងជីមអ្នកនឹងរងទុក្ខដោយសារប្រមាថលោកស៊ូពួកគេនឹងរៀបចំពិធីបីថ្ងៃទៀតដើម្បីស្វាគមន៍ព្រះអង្គចាស់នៃភាពងឹតអ្នកយូស្នាហ្វាលីអ្នកទាំងអស់នឹងវិនិច្ឆ័យ ខ្ញុំនឹងសម្លាប់អ្នកមុនចេញទៅមុនពេលខ្ញុំសម្លាប់អ្នក ចាំមើលទៅ នាងភ្ញាក់ហើយលេងអ្នកភ្ញាក់ហើយអ្នកមានអារម្មណ៍យ៉ាងណា មក we love nerve ជីម Will ភ្នែណា We love ជីម Will ភ្នែណាតើគាត់កំពុងលេងលាក់ខ្លួនជាមួយខ្ញុំ អ្នកស្រីស៊ីលវ៉ាហេឡែនវីឡាមិនអាចត្រឡប់មកវិញដោយមានជីវិត We love អរគុណ We love មិនក៏រឿងនេះកើតឡើង We love ហេតុអ្វីបានជាកូនមិនបានវិលមកវិញទាំងរស់ហេតុអ្វី ម៉ែ ជីតារបស់កូនបានស្លាប់នៅលើស្មរភូមិឪពុករបស់កូនក៏បានស្លាប់នៅលើស្មរភូមិដែរឯងធ្លាប់មានអាយុតែ13ឆ្នាំពេលឯងទៅច្បាំងឯងបានចាក់ចេញពីយើងពេលឯងអាយុ13ឆ្នាំសង្គ្រាមបានអូសបន្លាយអស់10ឆ្នាំតែមើលទៅឯងឥឡូវនេះ Willow សូមត្រឡប់មកវិញមក Willow ឯងជាកូនប្រុសតែមួយគត់ក្នុងគ្រួសារយើងមិនចង់ឲ្យឯងទៅការពារប្រទេសឬធ្វើអំពើវីរភាពទេ យើងគ្រាន់តែចង់ហាងមានសុវត្ថិភាពនិងសុខសប្បាយជាមួយយើង Willow សូមត្រឡប់មកវិញ អ្នកស្រីស៊ីលវ៉ាវីលជាវីរបុរសភាពក្លាហានរបស់គាត់ស្មារតីនៅតែមានគាត់ចង់ឲ្យខ្ញុំមើលថែលោកស្រីនិងហេឡែនខ្ញុំនឹងធ្វើជាកូនប្រុសរបស់លោកស្រីចាប់ពីពេលនេះទៅ ចេញទៅខ្ញុំមិនត្រូវការអ្វីទាំងអស់នេះទេវាជាកំហុសរបស់ឯងទាំងអស់ឯងនឹងហើយតែបានសុំឲ្យ Wilf ចូលរួមក្នុងសង្គ្រាមគាត់នឹងមិនស្លាប់ទេប្រសិនបើគ្មានឯងទេ
គាត់ប្រហែលជារៀបការមានកូនហើយមានអាជីពជោគជ័យនៅពេលនេះវាជាកំហុសរបស់ឯងទាំងអស់ប្រគល់ Wilf មកខ្ញុំវិញសងកូនប្រុសខ្ញុំមកវិញ ម៉ាក់ស៊ូស៊ីមិនអាចធ្វើអ្វីបានទេម៉ាក់ Wilf អ្នកស្រីស៊ីលវ៉ាខ្ញុំខុសខ្ញុំមិនបានមើលថែវីលខ្ញុំបណ្ដាឲ្យគាត់ស្លាប់ប្រសិនបើវាយខ្ញុំធ្វើឲ្យអ្នកធូរចិត្តអ្នកអាចវាយខ្ញុំឲ្យស្លាប់ Wilf ស៊ីមមិនได้ខ្ញុំចង់នៅម្នាក់ឯងយើងចេញទៅក្រៅស៊ីមខ្ញុំសំទោស Wilf ជាកូនប្រុសតែមួយក្នុងគ្រួសារខ្ញុំមិនได้ខ្ញុំរំជួលចិត្តណាបន្ទាប់ពីដឹងថាគាត់ស្លាប់គុំខឹងនឹងគាត់ហេតុអ្វីបានជាអ្នករឹងរូសម្លេះហេតុអ្វី ណាស្រី leave សូមគុំវាជីមទៀតវាខ្ញុំជំនួសវិញស៊ីមខ្ញុំក៏ចូលចិត្តណាស់ដែរ Helen អ្នកដូចបងស្រីខ្ញុំមិនខ្វល់ខ្ញុំនៅតែមានឱកាសរៀបណាអ្នកនៅ leave ខ្ញុំនឹងរងចាំណាស៊ីមស៊ូទេមិនได้ខ្ញុំវាយណាស់ខ្លាំងណាស់ខ្ញុំសំទោសជំនួសនាង បងប្រុសអ្នកចង់ឲ្យខ្ញុំថែរក្សាអ្នកនិងម្ដាយអ្នកខ្ញុំចាត់ទុកនាងដូចជាម្ដាយខ្ញុំហេតុអ្វីបានជាខ្ញុំខំនឹងនាង មើលថាយើងស៊ីមតែណាអាចមើលថាយើងបានយល់ប៉ុណ្ណាតែអាចជារៀងរហូតបានទេ មើលថែខ្លួនឯងនិងម្ដាយអ្នកខ្ញុំនឹងមកម្ដងទៀតបន្ទាប់ពីវីឡាបុនសពលោកម្ចាស់ Helen នៅតែចូលចិត្តអ្នកនាងរងចាំ10ឆ្នាំអ្នកបានឈប់ជាមួយរូខ្ញុំគិតថាអ្នកគួរតែឲ្យឱកាស Helen តើប៉ុន្មានឆ្នាំទៀតស្ត្រីម្នាក់អាចរងចាំបានខ្ញុំមិនចង់ធ្វើឲ្យនាងខកចិត្តយើងអាចមានសន្តិភាពឥឡូវនេះប៉ុន្តែគ្រោះថ្នាក់កំពុងលាក់ខ្លួនខ្ញុំនឹងដាក់នាងឲ្យមានគ្រោះថ្នាក់បើខ្ញុំនៅជាមួយនាងខ្ញុំនៅតែមិនអាចបំភ្លេចអំពីក្មេងស្រីដែលបានជួយសង្គ្រោះខ្ញុំពីការលង់ទឹកនាងមានខ្សែដៃអង្កាំខ្ញុំនឹងរៀបការជាមួយ Helen នៅពេលដែលត្រកូលមានសន្តិភាពចុងក្រោយខ្ញុំនឹងអាចបំភ្លេចបានរូនៅពេលនោះអ្នករាល់គ្នានឹងធ្វើជាសាក្សីចំពោះការរួបរวมរបស់យើងខ្ញុំនឹងស្លាប់ហើយបើពុកខ្ញុំមិនបានយកឈាមមកពី birthday វិជាកំហុសរបស់ Jer Tango គាត់បណ្ដាលឲ្យណាអូប៊ូសប៉ុន្តែគាត់មិនអនុញ្ញាតឲ្យខ្ញុំយកឈាមរបស់ Helen មកជួយសង្គ្រោះណា ខ្ញុំនឹងធ្វើឲ្យគាត់សំវិញ Dave រកមនុស្សខ្លះទៅវាចេន live ឲ្យគាត់ដឹងអំណាចរបស់គ្រួសារ Shell កុំបារម្ភជេននឹងក្លាយជាមនុស្សពិការ លោក Shell អត់ធ្មត់ There Dubda ត្រឡប់មកពី Fali គាត់ជាអ្នកប្រយុទ្ធ Doppelganger មិនមែនគ្រប់គ្នាទេស្មើគាត់វាមានប្រយោជន៍ពេកក្នុងការបញ្ជូនអ្នករបស់អ្នកទៅតាមគាត់ អញ្ចឹងអ្នកចង់ឲ្យខ្ញុំទុកគាត់ទេខ្ញុំគឺ Will Shell ខ្ញុំមិនអនុញ្ញាតឲ្យគេសម្លាប់ខ្ញុំទេ លោក Shell អត់ធ្មត់តែអ្នកមិនចូលរួមពិធីស្វាគមន៍ថ្ងៃនេះពិធីនេះត្រូវបានរៀបចំដោយគ្រួសារ Shell អ្នកឯងនិយាយតាមthere នៅក្នុងពិធីព្រះអង្គចាស់នៃភាពងឹតពិធីនឹងជួយអ្នកដោះស្រាយវានោះមានន័យថាបញ្ហាជាងសម្រាប់អ្នក អ្នកពូកែណាស់រុយប៉ុន្តែខ្ញុំមិនអាចសុំការជួយដោយដៃទេខ្ញុំមកថា Helen Silver ស្អាតណាស់ខ្ញុំចង់ឲ្យអ្នកចាប់ Helen យើងនឹងថ្វាយនាងទៅព្រះអង្គចាស់នៃភាពងឹតចំណែកកម្ដាយនាងវិញអ្នកអាចសម្លាប់នាងខ្ញុំមិនអាចយកឈ្នះ Jane បានទេប៉ុន្តែខ្ញុំពិតជាអាចធ្វើបាប Helen Alan បាត់ក្រោយថ្ងៃនេះជាពិធីបុណ្យសពរបស់ Villa ទៅទីនោះជាមុនសិនប៉ុន្តែលោកម្ចាស់
ពិធីចាប់ផ្ដើមហើយបំភ្លេចពិធីនេះទៅការដែលអាចមានពិធីនឹងត្រកោសគឺដោយសារការលះបង់របស់សមិទ្ធខ្ញុំបើគ្មានពួកគេទេត្រកោសនឹងគ្មានសន្តិភាពនេះទេហើយក៏គ្មានពិធីនេះកើតឡើងដែរទុកឲ្យពួកគេរងចាំយើងនឹងទៅទីនោះបន្ទាប់ពីពិធីបុណ្យសពបាទអាយ៉ានិយាយពីសំណាងអាក្រក់ដើរបុកពិធីបុណ្យសព ឯងចង់បានអីឯងមានបញ្ហាអី យើងចង់បានអ្វីយើងគ្រាន់តែចេញមកដើរលេងហើយឯងយំអីចឹងចង់ឆ្លងទេអញ្ចឹងវាក្រោមអញមកឯងមិនសមហេតុផលទេ អញ្ចឹងឯងហ៊ីនៅស្ងៀមហើយធ្វើតាមអញនិយាយ លោកសុំអាណិតដល់ណាស្លាប់បងព្រឹសខ្ញុំបានរួមចំណែកក្នុងការពង្រីកព្រំដែនរបស់យើងអស់10ឆ្នាំសូមលោកអនុញ្ញាតឲ្យយើងឆ្លង ឯងហេលេនមែនទេស្អាតណាស់ចាប់ចងនាងហើយណាំនាងទៅជាមួយយើង ទេ អ្នកកំពុងធ្វើអីខូខើណាស់ចាប់ជំរិតកណ្ដាលថ្ងៃភ្លឺ ហើយក្រោយ លោកយើងអាចនិយាយគ្នាមុនសិនស្មប់អារម្មណ៍ ឈរនៅកន្លែងឯងវេនាង សូមកុំធ្វើបាបបំដៃខ្ញុំសូមកុំធ្វើបាបនាងខ្ញុំសូមអង្វរណាកុំធ្វើបាបនាងសូមកុំធ្វើបាបបំដៃខ្ញុំ នាំនាងទៅ អត់ជឿសំដែង ហេលេន Willow មើលនេះជាអ្វីដែលអ្នកបានការពារដោយជីវិតអ្នកតែងតែនិយាយថាប្រទេសជាតិមកមុនគ្រួសារប្រទេសយើងឥឡូវសុវត្ថិភាពតែចុះគ្រួសារយើងវិញឥឡូវសំបីតែពេលអ្នកស្លាប់មនុស្សទាំងនេះនៅតែគ្មានមេត្តាចំពោះយើងគាត់បដិញ្ញាចិត្តបំផ្លាញគ្រួសារយើងបើខ្ញុំដឹងថាជីវិតអ្នកនឹងក្រៀមក្រំម្លេះខ្ញុំមិនបានសម្រាលកូនអ្នកនឹងហេលេនទេវានឹងជួយសង្គ្រោះអ្នកពីទុក្ខលំបាកនេះ យាយចាស់អញជាម្ដាយស្រឡាញ់កូនមែនអញ្ចឹងអញនឹងបំពេញបំណងឯងដាក់ភេសពក្នុងមាត់នាងហើយឲ្យនាងលេបវា ទេ Willow អញ្ចឹងមេចាស់ Willow ពួកអាហាភាសពង្រាយអាក្រក់ Willow ខ្ញុំពិតជាសុំទោសខ្ញុំមិនអាចការពារអ្នកបានទេខ្ញុំគ្មានសមត្ថភាពតែកុំបារម្ភថ្ងៃនេះជាថ្ងៃបុណ្យសពអ្នកនឹងសម្រាកដោយសុខសាន្តខ្ញុំនឹងធានាឲ្យអ្នកសម្រាកដោយសុខសាន្ត អេមីស្ងប់ស្ងាត់កុំធ្វើអញ្ចឹងគាត់និយាយត្រូវហើយស្ងប់ស្ងាត់ យេឯងនឹងលោតពីច្រាំងធំអស្ចារ្យខ្ញុំអាចធ្វើជាសាក្សីស្លាប់របស់ឯងលោតទៅខ្ញុំនឹងមើល ហេតុអីយ៉ាងនេះព្រះតើយើងធ្វើអ្វីខុសទើបសមនឹងរឿងនេះឪពុកខ្ញុំឪពុកក្មេកប្តីនិងកូនប្រុសលះបង់ជីវិតខ្លួនឯងដើម្បីប្រទេសជាតិហេតុអីយើងគ្មានសល់អ្វីក្រៅពីសេចក្តីវិនាសហេតុអីចំណែកឯពួកអាក្រក់សង្កត់សង្កិនអ្នកទុនខ្សោយហើយរួចខ្លួនផុតទៅព្រះអើយឯងខ្វាក់ភ្នែកឬមើលពួកអាក្រក់ទាំងនេះមើលពិភពលោកនេះអយុត្តិធម៌ប៉ុណ្ណា ឈប់និយាយច្រើនហើយលោតទៅឯងខ្ជះខ្ជាយពេលខ្ញុំលោត អេមីកុំលោតវាមិនប៉ះពាល់ពួកគេទេតែធ្វើឲ្យអ្នកជាទីស្រឡាញ់ឈឺចាប់គិតចំ ខ្ញុំអត់ព្រមលែងបានពីការរងទុក្ខវេទនាពេលនៅរស់ក្នុងជីវិតនេះថ្ងៃនេះ
ខ្ញុំនឹងលះបង់ជីវិតខ្ញុំដើម្បីប្រាប់ព្រះថាជីវិតខ្ញុំវេទនាប៉ុណ្ណា អាប់កាត់លីអាស្រ័យចាស់នេះលោតមែន លោកមីល អ្នកគិតថាខ្លួនឯងជាអ្នកណាហេតុអ្វីបានជាព្រះខ្វល់ពីអ្នកល្ងងណាស់តើអ្វីដំណឹងអាក្រក់លោកម្ចាស់អាមីត្រូវបានបង្ខំឲ្យសម្លាប់ខ្លួនឯងអាក្រក់ម្ដាយជីមលត់ជីមតើអ្នកកំពុងខ្ញុំនៅជាមួយគ្រូសាសូយើងបំរើព្រះអម្ចាស់នៃភាពងងឹតបើអ្នកហ៊ានធ្វើបាបខ្ញុំគាត់នឹងធ្វើឲ្យអ្នករងទុក្ខហើយសម្លាប់ឪពុកម្ដាយអ្នកផងតើអ្នកដឹងទេថាហេតុអ្វីព្រះអម្ចាស់ដាក់ឈ្មោះខ្លួនឯងថាភាពងងឹតព្រោះគាត់តំណាងអ្នកចម្បាំងទាំងអស់ដែលបានលះបង់ខ្លួនឯងដើម្បីការពាររកូសដោយវិលបានធ្វើពួកគេបានលះបង់ជីវិតរបស់ពួកគេដើម្បីឲ្យមនុស្សដូចអ្នកអាចរស់នៅបានតើអ្នកយកទេអ្នកកំពុងរីករាយនឹងលទ្ធផលនៃការលះបង់របស់ពួកគេប៉ុន្តែអ្នកមិនត្រឹមតែមិនដឹងគុណថែមទាំងប្រមាថពួកគេហើយដេញតាមគ្រួសារពួកគេអាក្រក់ដោយអ្នកមិនសមនឹងរស់ទេទង្វើរបស់អ្នកគឺអសិលធម៌ហើយមិនអាចទទួលយកបានអ្នកព្រះអម្ចាស់នៃភាពងងឹតមើលទៅដូចជាអ្នកបានរស់នៅដោយសន្តិភាពយូរពេកហើយមិនដែលស្គាល់ទុក្ខថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកអ្វីភាពងងឹតពិតប្រាកដ ចម្លែកទើបតែមានពន្លឺថ្ងៃហេតុអ្វីស្រាប់តែងឹតមានរឿងអីព្រះអម្ចាស់នៃភាពងឹតមកដល់ហើយពេលភាពងឹតមកដល់ជីវិតនឹងត្រូវវិនាស ចូលរីករាយដែលព្រះអង្គមកដល់នោះមានន័យថាព្រះអង្គគង់នៅសូណូសហើយកំពុងធ្វើដំណើរមកទីនេះ នរណាម្នាក់ដែលមានអំណាចដូចជាម្ចាស់នៃភាពងឹតជាធម្មតាមិនអាចចូលទៅជិតបានទេប៉ុន្តែគ្រូសាសូអាចអញ្ជើញព្រះអង្គបានពិតជាគួរឲ្យចាប់អារម្មណ៍ណាស់លោកគ្រូសាសូប្រកាសជានឹងឡើងឋានៈខ្ពស់លោកសូសូមអញ្ជើញមកផ្លូវនេះលោកសូលោកបានអញ្ជើញព្រះអង្គមកទីនេះហើយបានរៀបចំអំណោយជាច្រើនតើយើងអាចមើលបានទេបានហើយអ្នកទាំងអស់គ្នាសូមមើលឲ្យច្បាស់ពិតជាអស្ចារ្យគួរឲ្យចាប់អារម្មណ៍ណាស់ដុំមាសទាំងនោះប្រកាសជានឹងធ្វើឲ្យព្រះអង្គពេញចិត្តគ្រូសាសូនឹងឡើងឋានៈខ្ពស់ប្រកាសទោះបីព្រះអង្គមានទ្រព្យសម្បត្តិច្រើនអំណោយទាំងនេះបង្ហាញការគោរពរបស់ខ្ញុំប្រកាសថាព្រះអង្គនឹងចូលចិត្ត អ្នកទាំងអស់គ្នាខ្ញុំក៏មានអំណោយដ៏អស្ចារ្យមួយសម្រាប់ម្ចាស់នៃភាពងងឹតស្រីស្អាតគឺជាការផ្គូផ្គងដ៏ល្អឥតខ្ចោះសម្រាប់វីរបុរសនេះគឺ Helen Silva សម្រាប់របស់នាងលើស្ត្រីភេកច្រើននៅសូណូខ្ញុំកំពុងឲ្យនាងទៅព្រះអង្គខ្ញុំប្រកាសថាព្រះអង្គនឹងពេញចិត្តជាមួយអំណោយរបស់ខ្ញុំមិនចូលចិត្តអំណោយរបស់អ្នកទេជីមឯងមិនដឹងទេឱកាសនេះឯងហ៊ានប្រព្រឹត្តប្រហារនៅទីនេះឆ្មាំបិទទ្វារខ្ញុំនឹងសម្លាប់គាត់ហើយថ្វាយដល់ព្រះអម្ចាស់នៃភាពងងឹត ជីមកុំបារម្ភពីខ្ញុំអត់ Helen កុំបារម្ភខ្ញុំនឹងនាំអ្នកចេញពីទីនេះដោយសុវត្ថិភាពនាំនាងចេញនេះគឺពិធីស្វាគមន៍របស់ព្រះអម្ចាស់តើអ្នកគិតថាអ្នកនៅក្នុងទីធ្លាផ្ទែងទេអ្នកអាចមកហើយទៅតាមចិត្តតើអាចទេថាព្រះអម្ចាស់នៃភាពងងឹតដែលអ្នកកំពុងរងចាំគឺជាខ្ញុំទេ ឯងហ៊ានខ្លាញ់បន្លំជាព្រះអម្ចាស់របស់យើងមើលខ្លួនឯងហើយច្បាស់នៅចាញ់បរិញជាព្រះអម្ចាស់នៃភាពងឹតអន្ទឹងខ្ញុំជីមហាក់ស្ត្រីនៃទ្រូកូស ជីមឯងនៅរកព្រោះព្រះអម្ចាស់នៃភាពងងឹតបានឈ្នះសង្គ្រាមនៅហ្វាលីឯងគ្មានការដឹងគុណហើយហ៊ានឈ្លានពានមកទីនេះឯងចង់ឲ្យគ្រូសាឯងស្លាប់ទេដឹងគុណវិលតានេះហើយដែលអ្នកហៅថាដឹងគុណ
តាអ្នកដឹងទេថាវាមានន័យយ៉ាងណា យើងបានកក់សន្តាគារទាំងមូលនេះដើម្បីរៀបចំពិធីសម្រាប់លោកម្ចាស់យើងបានអញ្ជើញតារាល្បីទាំងអស់របស់សូណូហើយរៀបចំអំណោយដ៏ប្រណិតសម្រាប់គាត់តើនេះមិនមែនបង្ហាញពីការដឹងគុណរបស់យើងទេពិតប្រាកដណាស់ បាទនេះមិនរាប់ជាការដឹងគុណចំពោះលោកម្ចាស់តើការបង្គ្រឿងនៅក្នុងពិធីអាចបង្ហាញពីការដឹងគុណកូនប្រុសរបស់ហេមីវីឡាទើបតែមានអាយុ18ឆ្នាំពេលគាត់ការពារត្រកូលនៅព្រំដែនគាត់ប្រយុទ្ធអស់10ឆ្នាំស្លាប់ក្នុងសង្គ្រាមកន្លែងដែលមិនមែនជាស្រុកកំណើតរបស់គាត់ហើយព្រលឹងរបស់គាត់ស្ថិតនៅសូម្បីតែបុរសទាំងអស់ក្នុងគ្រួសារអេមីបានលះបង់ដើម្បីត្រកូលដើម្បីការពារប្រជាពលរដ្ឋប៉ុន្តែពួកអ្នកសូបំពេញគ្រួសារអ្នកស្នេហាជាតិដ៏ស្មោះត្រង់របស់យើងដោយមិនបង្ហាញសេចក្តីមេត្តាសូម្បីតែបន្ទាប់ពីវីលបានស្លាប់អ្នកបង្ខំអេមីឲ្យសម្លាប់ខ្លួនហើយឥឡូវនេះអ្នកថ្វាយកូនស្រីតែមួយរបស់នេះជាអំណោយសម្រាប់ការដោះដូរតែនេះអ្វីដែលអ្នកហៅថាការបង្ហាញដឹងគុណ ជីមតើអ្នកនិយាយអ្វីមកខ្ញុំនាង ហេឡេនខ្ញុំសុំទោសពេលខ្ញុំទៅដល់អេមីបាន នេះពួកសូពិតជាហួសហេតុពេកហើយដោយការសម្លុតគ្រួសារអ្នកស្នេហាជាតិមិនហើយវាហួសហេតុពេកពួកគេបានបំផ្លាញគ្រួសាររបស់អ្នកដែរបានលះបង់អ្វីទាំងអស់ដើម្បីយើង Will គ្រាន់តែជាទីហានដែលគ្មានតម្លៃព្រះអង្គចាស់នៃភាពងឹតអាចឈ្នះសង្គ្រាមដោយគ្មានការលះបង់របស់គាត់អ្នកនឹង Will គឺជាមនុស្សគ្មានតម្លៃទាំងពីរអ្នកគឺជាបន្ទុកក្នុងសង្គ្រាមគាត់មិនសំនឹងទួលបានកិត្តស្នាមមួយឡើយ មែនហើយមានតែវីរៈបុរសដូចជាព្រះម្ចាស់នៃភាពងឹតទើបសំនឹងទទួលបានការគោរពរបស់យើង ជីមគុំបារម្ភការបំផ្លាញគ្រួសាររបស់ហេមីមិនមែនជារឿងចុងក្រោយដែលខ្ញុំនឹងធ្វើនោះទេថ្ងៃរបស់អ្នកនឹងបញ្ចប់នៅពេលដែលព្រះម្ចាស់មកដល់ទីនេះអូយេហើយបន្ទាប់ពីនោះខ្ញុំនឹងធ្វើទារុណកម្មយឺតឪពុកម្ដាយរបស់អ្នករហូតដល់ស្លាប់ជីមអ្នក ថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកពីរបៀបគួរសមនេះគឺសម្រាប់ការប្រមាថអ្នកស្លាប់ដ៏ក្លាហានជីមអ្នកនេះគឺសម្រាប់អ្វីដែលអ្នកបានធ្វើចំពោះហេនីនិងហេឡិនជីមខ្ញុំនឹងសម្លាប់អ្នកនេះគឺជាការប្រោសលោះរបស់គ្រួសារសេអូសម្រាប់ការមានទ្រព្យសម្បត្តិតែគ្មានបេះដូងនឹងការជិះជាន់អ្នកដទៃមិនអីទេឥឡូវនេះវាជាវេនរបស់អ្នក ជីមអ្នកបានសុំវាហើយអ្នកនឹងស្ដាយក្រោយចំពោះអ្វីដែលអ្នកបានធ្វើឆ្មាងបុរសទាំងនេះគឺឃាតករអាជីពចាំមើលថាតើអ្នកអាចរស់រានមានជីវិតពីរឿងនេះបានទេកំពុងព្យាយាមមានចំនួនច្រើនជាងខ្ញុំមែនទេ ត្រូវហើយខ្ញុំមានមនុស្សច្រើនជាងអ្នកឥឡូវនេះធ្វើម៉េចមានបញ្ហាអ្វីទេ ហើយអ្នកការពារស៊ូបលីមកវ៉ាលេរីយ៉ូ Leonidas អ៊ីកាណាស៊ីយ៉ា អេថារីយ៉ូនតាមបញ្ជាលោកជីមគាត់ តើគាត់ពិតជាម្ចាស់នៃភាពងឹតយើងវិនិច្ឆ័យហើយគ្រូសាសៅបាននាំយើងទៅរករឿងធំឆាប់ថយក្រោយ ឥឡូវអ្នកប្រាប់ខ្ញុំមករនតើខ្ញុំអាចការពារហេឡេននិងយកឈ្នះអ្នកបានទេហឺ លោកម្ចាស់វាជាការយល់ច្រឡំ នេះក៏ជាការយកច្រឡំដែរហេឡេនសូមទោសចំពោះការបាត់បង់របស់អ្នកត្រូវតែបន្តទៅមុខខ្ញុំនឹងធ្វើឲ្យប្រកាសថាយុត្តិធម៌ត្រូវបានផ្ដល់សម្រាប់អ្នកពួកគេនឹងសងចំពោះអ្វីដែលពួកគេបានធ្វើ លោកម្ចាស់ខ្ញុំសុំទោសវាជាកំហុសខ្ញុំទាំងស្រុងដោយមិនគោរពលោកដែលមិនបានគោរពលោកមីស 1000 ផោននេះជូនលោកសូមទទួលយក លោកម្ចាស់គ្រូសាស៊ីលវ៉ាមកពីគ្រូសាធម្មតាហើយវាលះគ្រាន់តែជាទីហេនធម្មតាហេតុអ្វីបានជាលោកតើជីវិតពួកគេគ្មានតម្លៃតើពួកគេត្រូវតែស្លាប់អ្នកដែលប្រយុទ្ធដើម្បីជាតិគឺជាវីរបុរសរបស់ត្រកូលវាគឺជាទីហេនរាប់មិនអស់ឥតឈ្មោះដែលអ្នកនិយាយពីការតាំងចិត្តមិនរង្គោះរង្គើរបស់ពួកគេបានត្រត្រង់ត្រកូលអស់រយៈពេល 5000 ឆ្នាំវាគឺជាទីហេនរាប់មិនអស់ឥតឈ្មោះដែលអ្នកនិយាយពីដែលកាលពី10ឆ្នាំមុនបានចូលរួបរวมគ្នាលះបង់ខ្លួនឯងដើម្បីសន្តិភាពបច្ចុប្បន្ននិងភាពរុងរឿងរបស់ត្រកូលបានធ្លាក់ចូលទៅក្នុងភាពងឹតដើម្បីនាំមកនូវពន្លឺសម្រាប់ប្រជាពលរដ្ឋត្រកូលដូច្នេះតើមានហេតុផលអ្វីខ្លះសម្រាប់ខ្ញុំ
ដើម្បីលើកលែងគ្រួសារសៅថ្ងៃនេះ លោកម្ចាស់យើងដឹងថាយើងខុសហើយសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀត ឱកាសទៀតអ្នកមិនបានផ្ដល់ឱកាសដល់គ្រួសារស៊ីលវ៉ាទេបាបកម្មត្រូវតែទទួលស្គាល់ហើយសំនឹងទទួលទោសអ្នកប្រព្រឹត្តបាបច្រើនពេកហើយអ្នកនឹងត្រូវសម្លាប់ថ្ងៃនេះសូមលោកម្ចាស់វាជាកំហុសរបស់នាងបានលបួងខ្ញុំហើយបានគិតរកគំនិតទាំងអស់សូមលោកម្ចាស់សូមទុកជីវិតយើងខ្ញុំ ทีมได้ลูกจ้าខ្ញុំធ្វើអ្វីទាំងតតាមពិងគីរបស់វាខ្ញុំគ្មានទួ ឆ្កេងនេះវាជាអ្នកដែលបញ្ឆោតខ្ញុំឲ្យបោកប្រាស់លុយលោកម្ចាស់នឹងបោកប្រាស់គ្រូសាលីអ្នកថែមទាំងធ្វើឲ្យខ្ញុំធ្វើទីរនកម្មឲ្យពុកម្ដាយគាត់ឈប់រូអាចមានទោសប៉ុន្តែអ្នកក៏មិនស្លូតត្រង់ដែរឆ្មាំនាំពូគេចេញទៅលោកម្ចាស់មានចិត្តសប្បុរសពេកក្នុងការធ្វើវាសូមឲ្យខ្ញុំដោះស្រាយស្ត្រីក្បត់នេះរូបានខົບខិតជាមួយគ្រូសាសោមានទោសក្នុងការធ្វើបាបក្រុមគ្រូសាអ្នកស្នេហាជាតិនិងលោកម្ចាស់ចាប់នាង ทีมជួយខ្ញុំខ្ញុំដឹងថាខ្ញុំខុសហើយทีมតើណាក់មែនសេចក្តីអាណិតសូម្បីតែបន្តិចសម្រាប់ខ្ញុំទេ ឈប់ ทีมរូបានធ្វើបាបច្រើនណាស់នាងមិនអាចលើកលែងបានទេកុំឲ្យនាងរូផុតពីយុទ្ធសាស្ត្រ ចាប់ពីពេលនេះទៅយើងចប់ហើយគ្មានទំនាក់ទំនងអ្វីទៀតទេលើកក្រោយខ្ញុំនឹងមិនទុកអ្នកទេ ហេតុអ្វីបានជាណាទុកវាចោលវាបានពេញឆោតណាធ្វើទីរនកម្មពុកម្ដាយរបស់ណាស្ទើរតែធ្វើឲ្យខ្ញុំស្លាប់ហើយបណ្ដាលឲ្យម្ដាយខ្ញុំស្លាប់ណាមិនអាចទុកវាចោលបែបនេះទេមេតកែឃើញទេทีมនៅតែស្រឡាញ់ខ្ញុំស្នេហារបស់យើងឆ្នះអ្វីទាំងដល់មេតកែមួយដូចណាក់មិនអាចជំនួសខ្ញុំបានទេមិនថាណាក់ពីយាមដាំណាទេណាក់នឹងតែងតែជាណាក់ទីបេអវៀងทีมនឹងខ្ញុំមេតកែទៅណាក់នឹងមិនដែរមានทีมក្នុងជីវិតណា បិទមាត់ ทีมតើនោះពិតទេអររយៈពេលប៉ុន្មានឆ្នាំនេះខ្ញុំគ្រាន់តែជាអ្នកក្រៅណាក់មិនដែលមានអារម្មណ៍ចំពោះខ្ញុំទេតែវាគ្រាន់តែជានៅក្នុងបោខ្ញុំទេនិយាយអ្វីមួយមក ហេឡែនខ្ញុំតែងតែឃើញអ្នកជីបអូនស្រីរបស់ខ្ញុំ គ្រាន់តែជាប្អូនស្រីរបស់ណា សុំទោសហេឡែនរើបានសង្គ្រោះជីវិតខ្ញុំត្រូវការពេលវេលាបន្ថែមទៀតដើម្បីលុបចោលស្នេហានោះហើយជាមួយសូណូនៅតែមិនមានសុវត្ថិភាពខ្ញុំត្រូវតែរក្សាគម្លាតដើម្បីការពារអ្នក អស្ចារ្យทีมជាមិត្តប្រុសរបស់ខ្ញុំណាធ្លាក់ក្នុងអន្លង់ស្នេហ៍គាត់ហើយព្យាយាមលបងគាត់ប៉ុន្តែណាក់មិនអាចប្រកួតប្រជែងជាមួយខ្ញុំបានទេមិនថាណាក់មានមន្តស្នេហ៍យ៉ាងណាក៏ដោយทีมនឹងមិនដែលស្រឡាញ់ណាក់ឡើយខ្ញុំបានយល់ឃើញអររយៈពេលប៉ុន្មានឆ្នាំនេះកុំបារម្ភខ្ញុំនឹងមិនរំខានណាក់ទីទេសូមគូនពូចាប់ពីពេលនេះទៅយើងជាមនុស្សចម្លែកដើរផ្លូវរៀងខ្លួនทีมតើណាក់អភ័យទោសសខ្ញុំបានទេខ្ញុំដឹងថាខ្ញុំខុសហើយសំទោសខ្ញុំដឹងថាណានៅតែស្រឡាញ់ខ្ញុំណាប់ពិសេសហើយពីព្រោះណាក់ស្រឡាញ់ខ្ញុំមែនទេ តើអ្នកខ្លាយជាមនុស្សបែបនេះដោយរបៀបណាគ្មានអៀនខ្មាស់និងគួរឲ្យស្អប់ខ្ពើមខ្សែដៃនេះអ្នកមិនសមពាក់វាទេ ทีมណាក់មិនចូលចិត្តខ្សែដៃនេះទេវាជាអំណោយពីវ៉ាឡែនខ្ញុំនឹងបោះវាចោល តើអ្នកនិយាយអ្វីវាជា ทีมវាជាអំណោយខុសកំណើតពីហេឡែនកាលពី12ឆ្នាំមុនវាមិនមែនមកពីវាទេបើណាក់ឃើញថាវ៉ែគួរឲ្យសប្បុរសខ្ញុំនឹងបោះចោលทีมមានរឿងអី នាំនាងទៅឆ្ងាយដាក់ទោសនាងដោយគ្រូសា ทีมខ្ញុំជាស្រីរបស់ណាក់មិនស្រឡាញ់ខ្ញុំទេ ដូច្នេះវាគឺជាអ្នកដែលបានសង្គ្រោះខ្ញុំមិនមែនរូទេខ្ញុំខាត់ពេល10ឆ្នាំស្រឡាញ់មនុស្សខុសសុំទោសហេឡែនលើកនេះខ្ញុំនឹងមិនធ្វើឲ្យអ្នកខកចិត្តទៀតទេលោកម្ចាស់យើងបានរកឃើញលំដាប់ងងឹតមួយណែវិមានលំដាប់ងងឹតមកពីស្រមោលសម្ព័ន្ធបាទពិតប្រាកដណាស់វាហាក់ដូចជាស្រមោលសម្ព័ន្ធបានឈ្លានពានសូណូហើយពូគេទំនងជាកំណាត់គោដាញាក្នុងអំឡុងសង្គ្រាមនៅហ្វាលីមេដឹកនាំសម្ព័ន្ធខេធឺននៅនឹងកូនប្រុសរបស់គាត់កាវីធឺននៅបាននាំទីហែន300នាក់មកសម្លាប់ខ្ញុំប៉ុន្តែពូគេមិនអាចស្មើបានទេខ្ញុំគិតថាស្រមោលសម្ព័ន្ធចុះខ្សោយហើយនឹងមិនមកតាមខ្ញុំទៀតគួរឲ្យភ្ញាក់ផ្អើលពូគេមកសូណូអាឡាន់
សៀបអង្កេតវាតានេះគ្រាន់តែជាចៃដន្យឬពូគេនៅទីនេះដើម្បីសំសិទ្ធបាទលោកម្ចាស់ខ្ញុំនឹងទៅលើនេះពិនិត្យផងថាអ្នកណាជាមេដឹកនាំបច្ចុប្បន្ននៃស្រមោលសម្ព័ន្ធយល់ព្រម Helen ខ្ញុំនឹងធានាសុវត្ថិភាពរបស់អ្នកខ្ញុំនឹងសុំទោសអ្នកបន្ទាប់ពីខ្ញុំដោះស្រាយអ្វីទាំងអស់រួចរាល់ អូកុនដាលបានជួយសង្គ្រោះយើង លោកធ្វើមើលយើងបានស្មោះត្រង់នឹងលោកអស់ជាច្រើនឆ្នាំមកហើយយើងសូមនឹងទទួលរង្វាន់យើងសង្ឃឹមថាលោកអាចជួយយើងផងនិងជួយខ្ញុំនិងកូនប្រុសខ្ញុំចេញពីសូណូ ត្រឹមត្រូវហើយជីមគឺជាម្ចាស់នៃភាពងងឹតគាត់ខ្លាំងពេកដូច្នេះយើងត្រូវលាក់ខ្លួននៅកន្លែងណាមួយហើយរងចាំពេលវេលាត្រឹមត្រូវដើម្បីត្រឡប់មកវិញឯងសម្រាមគ្មានតម្លៃឯងឲ្យអ្នកមកពីវិមានលីលបោះហែងចូលគុកហើយបាត់បង់អ្វីដែលឯងមានខ្ញុំបានជួយសង្គ្រោះហែងគ្រាន់តែដើម្បីធ្វើឲ្យប្រកាសថាឯងមិនលេចធ្លេអ្វីមួយអំពីខ្ញុំនិងផែនការ Skyviews របស់ខ្ញុំទៅជីមឯងគ្មានប្រយោជន៍សម្រាប់ខ្ញុំលើនេះ លោកធ្វើនៅអ្វីដែលយើងបានធ្វើគឺសម្រាប់លោកយើងជាដៃគូនិងសម្ព័ន្ធមិត្ត បាទលោកធឺនឺយើងអាចជួយលោកបើលោកទប់យើងនៅក្បែរ លោកទូនឿគីមជាការភ័យខ្លាចចំបំផុតរបស់លោកមែនទេខ្ញុំអាចជួយលោកកំចាត់ជីម ឯងមិនដឹងទេថាខ្លាំងប៉ុណ្ណាម្ចាស់នៃភាពងងឹតដោយប្រាដាតែមួយគាត់អាចផ្ទួរាប់ពាន់អ្នកនៃទីហានរបស់ខ្ញុំក្នុងសង្គ្រាមហ្វាលីយ៉ាគាត់ថែមទាំងសម្លាប់ឪពុកខ្ញុំនិងបងប្រុសខ្ញុំម្ដេចក៏អ្នកស្រីធម្មតាម្នាក់ដូចចែងហ៊ាននិយាយពីការកម្ចាត់ម្ចាស់នៃភាពងងឹត គ្រប់គ្នាមានចំណុចខ្សោយ ឪពុកម្ដាយគាត់ជារបស់គាត់ចំណុចខ្សោយតែមួយគត់ពូគេត្រូវបានការពារនៅវិមានលីលវាមិនអាចទៅរួចទេក្នុងការចាប់ពូគេ ទេជីមមានចំណុចខ្សោយមួយទៀតវាជា stream ណាចាប់នាងហើយជីមនឹងធ្វើតាមអ្វីដែលអ្នកចង់ និយាយទៅ Helen ជាចំណុចខ្សោយមួយទៀតរបស់ជីមទូបីគាត់បដិសេធការសារភាពរបស់ Helen នៅក្នុងពិធីថ្ងៃនេះខ្ញុំដឹងគាត់ខ្វល់ពីនាងហេតុអីយើងមិនចាប់ Helen ហើយបង្ខំជីមឲ្យធ្វើតាមអ្វីដែលលោកចង់ ញាប់ប្រកាសហើយឬ វាមិនអីទេសាក់លបងមើលទោះសាមើល រ៉ាន់និងវីលខ្ញុំនឹងទុកឲ្យអ្នកចាប់ Helen ឲ្យបានពេលចាប់នាងបានយើងអាចបង្ខំជីមឲ្យលេបថ្នាំគ្រាប់នេះបន្ទាប់មកគាត់នឹងខ្សោយហើយបន្ទាប់មកខ្ញុំអាចសម្លាប់គាត់បានយ៉ាងងាយហើយបង្កើនល្បឿនផែនការខ្ញុំដើម្បីដណ្ដើមអំណាចខ្ញុំនឹងធានាទ្រព្យសម្បត្តិពេញមួយជីវិតនិងភាពរុងរឿងសម្រាប់អ្នកនឹងវីលជីមមានអំណាចខ្លាំងណាស់គាត់អាចសម្លាប់យើងបើដឹងថាយើងចាប់ Helen ព្រោះវាជាគំនិតរបស់រូបនាងគួរតែធ្វើវាតើអ្នកមិនស្ដាប់បង្គាប់ខ្ញុំ យើងមិនហ៊ានទេយើងទេឥឡូវលោកធ្វើនៅយើងមិនធ្វើឲ្យលោកខកចិត្តទេតោះទៅ សូមអរគុណលោកទូនឿដែលទុកឲ្យខ្ញុំស្រាលខ្ញុំគ្មានអ្វីថ្វាយទេក្រោយពីរាងកាយរបស់ខ្ញុំ ខ្ញុំចូលចិត្តនារីមានសិទ្ធិដូចអ្នកប៉ាម៉ាក់ ជីម ថ្មីនេះឯងមានអារម្មណ៍យ៉ាងណា ជីមកុំបារម្ភពីយើងចុះឯងវិញ ជីមយើងដឹងអ្វីដែលកំពុងកើតឡើងនៅខាងក្រៅឯងលែងក្មេងហើយHelenជាក្មេងស្រីល្អនាងរងចាំឯងអស់ច្រើនឆ្នាំឯងកុំឲ្យនាងខកចិត្ត អូខេម៉ាក់ខ្ញុំដឹងអ្វីដែលត្រូវធ្វើកុំបារម្ភ ថ្ងៃនេះជាពិធីបុណ្យសពរបស់អេមីឯងគួរតែទៅគោរពវិញ្ញាណក្ខន្ធគួរឲ្យអាណិតអេមីប្តីនាងទៅច្បាំងហើយស្លាប់ក្រោយពេលនាងសម្រាលកូនដល់ Helen ពេលកូនរបស់នាងធំឡើងកូនប្រុសរបស់នាងក៏ស្លាប់ដោយសារសង្គ្រាមបន្ទាប់មកនាងក៏ធ្វើអត្តឃាត ជីមទៅហើយលួងលោម Helen កុំឲ្យនាងធ្វើបាបខ្លួនឯង អូខេប៉ាម៉ាក់ខ្ញុំទៅឡើយ អូខេថែរក្សាខ្លួនផង លោកម្ចាស់គ្រូសាស្ហោកត្រូវបានជួយសង្គ្រោះកាលពីយប់មិញឆ្មាំត្រូវបានទាំងអស់ត្រូវគេវីសន្លប់ដោយថ្នាំពីផ្កាឈូករបស់ស្រមោលអាណាចក្រថ្នាំពីស្លាកណៈខ្ញុំស្មានថាវាជារបស់ស្រមោលអាណាចក្រឃាតករដែលបានជួយសង្គ្រោះពួកគេមើលទៅគ្រូសាស្ហោមានទំនាក់ទំនងជាមួយស្រមោលអាណាចក្រលើសពីនេះលូមីធឺនឺជាប្រធានបច្ចុប្បន្ននាងជាកូនទី2របស់កៃជាអ្នកជំនាញខ្លែងបន្លំមានតែមនុស្សមួយចំនួនដែលបានឃើញមុខនាងអូហើយពួកគេបានអញ្ជើញសាមលើដែលជាម្ចាស់ដា
ឲ្យចូលរួមដើម្បីពង្រឹងអំណាចសំខាន់របស់ពួកគេលូមីធឺនឺអូខេខ្ញុំយកហើយបំភ្លេចគ្រឿងនោះសម្រាប់ថ្ងៃនេះតោះទៅពិធីបុណ្យសពអីមេដើម្បីគោលវិញ្ញាណក្ខន្ធយកហើយ10ឆ្នាំហើយ Helen ថ្ងៃនេះខ្ញុំនឹងពន្យល់គ្រប់យ៉ាងឲ្យបានច្បាស់ Vilif ម៉ាខ្ញុំនឹងចាក់ចេញ Sonos ស្លាយ Real កុំបន្ទោសទីនដែលមិនរកសាពីសន្សាខ្ញុំសម្រេចចិត្តចាក់ចេញទីមានភារកិច្ចត្រូវអនុវត្តការដាក់ប្រទេសជាតិជាអត្តភាពគឺសំហេតុផលសម្រាប់គាត់ខ្ញុំកំពុងវៃហើយខ្ញុំនឹងតែរក្សាខ្លួនឯងខ្ញុំនឹងល្អនៅពេលខ្ញុំតាំងទីនំនើនៅក្នុងទីក្រុងមួយទៀតហើយបន្តដំណើរពីគាត់ ចុះបាទអ្នកមិនអាចចាក់ចេញពីសូនោះទេ Real អ្នកមិននៅក្នុងគុកទេហេតុអ្វីបានជាអ្នកនៅទីនេះតែអ្នកចង់បានអ្វីពីខ្ញុំ តើយើងចង់បានអ្វីជីមបានធ្វើឲ្យគ្រួសារខ្ញុំរងការខាតបង់យ៉ាងធំខ្ញុំមកទីនេះដើម្បីយកអ្នកទៅជាមួយយើងហើយសងសឹកលើគាត់ ស៊ីមគៀមចាស់នៃភាពងឹតគាត់នឹងមករកណាបើអ្នកហ៊ានធ្វើបាបខ្ញុំ គាត់មិនអាចធ្វើអ្វីបានទេពេលយើងចាប់អ្នកបានចាប់នាង ទេហើយខ្ញុំទៅហ៊ីមជួយ តានោះជាសម្លេង Helen ទេលោកម្ចាស់កំពុងនឹកអ្នកស្រី Silva ពេកហើយឃើញរូបភាពមិនពិតអូពិតទេលោកម្ចាស់វានៅតែភ្លឺមើលទៅដូចជានាងទើបតែត្រូវគេចាប់ពង្រត់ Helen អាចនឹងនៅក្នុងឡានវ៉ាន់នោះទើបតែហើយយើងមិនបានកត់សម្គាល់ប្រញាប់ដេញតាមវាយកព្រមយើងត្រូវតែសង្គ្រោះ Helen យកហើយ ហ៊ីមណាសុខសប្បាយទេ រោវាគឺជាឯងដែលចាប់ Helen នាងនៅឯណាខ្ញុំប្រមានឯងបើមានអ្វីកើតឡើងចំពោះនាងខ្ញុំនឹងធ្វើឲ្យឯងស្ដាយ បើឯងចង់អស់នាងរមករងចរចាក់នៅខាងលិចបើមិនអញ្ចឹងទេនាងអស់ហើយ លោកម្ចាស់រូបពិតជាត្រូវតែធ្វើការជាមួយពួកឡានីននេះឯងជាអន្ទាក់ខ្ញុំជំពាក់គុណធំដល់គ្រួសារ Silva Helen ជាអ្វីដែលពួកគេនៅសល់ខ្ញុំត្រូវតែរក្សាពាក្យសន្យាដល់វិលនឹងជួយសង្គ្រោះ Helen មិនថាយ៉ាងណាក៏ខ្ញុំត្រូវតែទៅទោះបីជាខ្ញុំកំពុងឈ្មោះទៅនរករោថ្នាំជីមកំពុងមកដល់ហើយអ្នកនិយាយត្រូវគាត់ពិតជាប្រថុយអ្វីទាំងអស់ដើម្បី Helen ខ្ញុំនឹងឲ្យគាត់លេបថ្នាំនេះគាត់បានធ្វើឲ្យសុក្រុមខ្សែដួលលើកនេះខ្ញុំនឹងឲ្យគាត់សងការខូចខាតនេះ ទេខ្ញុំមិនអាចឲ្យអ្នកធ្វើបាបស៊ីមបានឡើយស្កេងអ្នកគិតថាទៅណាបើឯងស៊ីយាមដុំទៀតខ្ញុំនឹងបាក់ចង្អែងហើយកោស្មកែងហើយខ្ញុំទៅស៊ូធ្វើអាក្រក់ស៊ីមគឺជាម្ចាស់នៃភាពងឹតគាត់គឺជាវីរបរោះដែលការពារឌ្រូកូសដោយសារគាត់នៅទីនេះយើងមិនត្រឹមតែខត់ខែមប្រជាជាតិស្ទើរថែមទាំងទទួលបានធានពីហ្វេលីយ៉ាគីបន្តបើណាសម្រាប់គាត់ឌ្រូកូសនឹងបាត់បង់អ្នកការពារស្ទើររបស់យើងនឹងឆ្លានពៀនឌ្រូកូសខ្លានទិនយើងហើយធ្វើជារឿងកម្មយើងដូចនេះឌ្រូកូសរឹងមាំនឹងសន្តិភាពលើនេះដោយសារការឡាយបងរបស់ទីហែនយើងតែអ្នកនឹងហើយការឡាយបងរបស់ពួកគេអេតប្រយោជន៍ទេអ្នកក៏មកពីឌ្រូកូសដែរវាមិនមែនជាកង្វល់របស់យើងទេគ្រាន់តែសោយអ្នកដឹងយើងកំពុងរួមដៃជាមួយលោកទីនឿលើនេះចុកវាសនារបស់ឌ្រូកូសមានអ្វីពាក់ព័ន្ធនឹងខ្ញុំទេអេងហេតុអ្វីបានជាអេងគាត់ចិត្តអេងមិនសំនឹងស្នេហារបស់ជីមទេវិតម៉ាត់ប្រសិនបើគ្មានអេងទេជីមនឹងមិនដែលជប់ស្រឡាញ់ខ្ញុំឡើយហើយខ្ញុំក៏មិនជាប់ក្នុងរឿងអាស្រូវនេះទេប្រសិនបើគ្មានឯងខ្ញុំនឹងខ្លាចជាម្ចាស់វិមានឡាយហើយរស់នៅក្នុងភាពរុងរឿងមើលចុះថាតើឯងនៅអតិថិជនប្របានទេក្រោយពីខ្ញុំកោស្មកែងឲ្យមានស្នាមឡើងខ្ញុំចាប់នាងចប់បើឯងហ៊ានធ្វើបាបខ្ញុំជីមនឹងមិនសែងរូបខ្លួនយ៉ាងនេះទេ កុំបារម្ភជីមមិនរកបានយូរទេលោកធឺនឺនឹងសម្លាប់គាត់ប្រកាសណាស់ Will ហើយជីមតាមវីដេអូមើលចុះថាតើគាត់នៅស្រឡាញ់ឯងរត់តែគាត់ឃើញកុំធ្វើបែបនេះកុំមកទីនេះជីមស្នាមនេះកុំមកទីនេះកុំ
លឿនទៀតលឿនទៀត Merlang de or nyer nyai Kmien prasna mer bidang Mok luai ngalo Oh ye Na som tien mung kwa Ruk ring ang Cry bi knyom sam lap kim Knyom nang no mang do na som tien Ru So neh de Ang a gro Lang knyom de Ru Ang ni jang lai grok na Lang knyom deគួរឲ្យស្ដាយ Helen មានរាងស្អាតណាស់ជាមួយមុខស្អាត Man hai kuik sit ខ្ញុំមិនចូលចិត្តស្រីអាក្រក់ Pon dai hey ning no dai mien Ring law Gay ni yay da Ning no leave All ro yup be pon man chnam ne Ning no chikro mum diet ពិតមែន អញ្ចឹងយើងទៅ ឈប់ឈប់ពូឯងជាអាក្រក់ឈប់ត្រង់ហ្នឹងខ្ញុំនឹងសម្លាប់នាងបើអ្នកដើរមួយចំហែនទៀតខ្ញុំនឹងហែកអ្នកជាបំណែកបើអ្នកធ្វើបាបនាង ខ្ញុំជឿអ្នកអាចសម្លាប់ពួកយើងប៉ុន្តែខ្ញុំខ្លាចពួកយើងនឹងសម្លាប់ហេឡេនមុនពេលអ្នកសម្លាប់ពួកយើង ទុកឲ្យ Helen ទៅហើយខ្ញុំនឹងឲ្យអ្នកចាក់ចេញពីសូណូ Yung mien vati Jack jing pi sonos Pon dai mun yung de Yung jong sing sek Jumpu a wai dai not twer Jumpu derng អ្នកចង់បានអ្វី ខ្ញុំចង់ដឹងថាតើហេឡេនមានសារៈសំខាន់ចំពោះអ្នកឥឡូវលេបថ្នាំនេះហើយយើងនឹងឲ្យនាងទៅឬក៏នាងនឹងស្លាប់ជាមួយយើង Gum លោកម្ចាស់កុំធ្វើវាពិតជាថ្នាំពុលអ្នកនឹងស្លាប់បន្ទាប់ពីលេបវាលីលផាឡាត្រូកូនិងប្រជាជនរបស់យើងត្រូវការអ្នកសុវត្ថិភាពរបស់អ្នកគឺជាអាទិភាពខ្ពស់បំផុត Sim Play knyum Hala ni yay dre Ruko stragana Day nang prochichin yung drogana ឈប់នឹង Sim Knyum lat mudjit a hari Shrurus moy ខ្ញុំនឹងលេបវាខ្ញុំនឹងញ៉ាំវាព្រះអាយ Head away Head way ban chia na For toi tsui sam na go knyum Bru Not mun star line knyum គឺដោយសាររឿងនេះតើអ្នកចាំទេក្មេងប្រុសតូចអ្នកបានសង្គ្រោះរដូវរងានោះ Nuku che na រូបៈរបស់នេះគ្រប់ពេលខ្ញុំគិតគឺនាងដែលបានសង្គ្រោះខ្ញុំនោះហើយជាមូលហេតុខ្ញុំទុកចិត្តនាងខ្លាំងណាស់ហើយបន្តបដិសេធអ្នកវាមិនមែនរហូតដល់ថ្ងៃនោះទេដែលខ្ញុំបានដឹងការពិតអ្នកបានឲ្យរបស់នេះទៅនាងជាអំណោយថ្ងៃកំណើតរបស់នាងនោះហើយជាពេលដែលខ្ញុំដឹងអ្នកគឺជាអ្នកដែលខ្ញុំតែងតែស្រឡាញ់ Suk ni yay Knyum yol hai សម្រាប់សំណាងល្អវាមិនតន់យឺតពេលទេ Low yol hai Team akro Fraita not manda So line knyum Anjang Knyum nang twer kun ay na Dobin tuun na Nim skengi nih dun roji moy kneer ទោះបីខ្ញុំត្រូវបានពោលខ្ញុំនៅតែអាចដោះស្រាយអាក្រក់ដោយអ្នកខ្ញុំគឺជាអ្នកដែលអ្នកកំពុងដោះស្រាយជាមួយគូប្រកួតរបស់អ្នកគឺខ្ញុំឡានៀនអ្នកជានរណាជីនស្ដាប់ឲ្យច្បាស់ខ្ញុំជាសិស្សរបស់សាមលើម្ចាស់ដាវនិងជាព្រះអង្គម្ចាស់នៃក្រុមស្រមោលដូច្នេះក្រុមស្រមោលពិតជានៅពីក្រោយរឿងនេះអី
តាអ្នកកំពុងសំសឹកឪពុកនិងបងប្រុសរបស់អ្នកមែនបាទខ្ញុំនឹងសំសឹកបងប្រុសខ្ញុំនឹងឪពុកខ្ញុំក៏នឹងបញ្ចប់ផែនការ Skyverse បំផ្លាញ Drogo និងយកធនធានទាំងអស់នៃ Farley សម្រាប់ខ្ញុំអ្នកមិនអាចឈ្នះយើងទេដូច្នេះអ្នកខុបខិតហើយចាក់ពីក្រោយយើងតើពួកឡានីនពេលណាទៅចេះប្រសើរឡើងអ្នកឈ្នះយកអ្វីទាំងអស់ខ្ញុំសូមប្រាប់អ្នកថាដើម្បីសម្លាប់អ្នកនិងបញ្ចប់ផែនការ Skyverse គ្រូរបស់ខ្ញុំសាមក៏បានមកដល់សូណូខ្ញុំគ្រាន់តែមិននឹកស្មានថាព្រះអម្ចាស់នៃភាពងងឹតនឹងក្លាយជាមនុស្សសិទ្ធសង្ឃឹមអ្នកស្នេហាដែលស្ម័គ្រចិត្តលេបវត្តវិតដើម្បីស្ត្រីដែលខូចមុខគ្រូរបស់ខ្ញុំមិនចាំបាច់សំបីតែលើកដៃខ្ញុំឯងសម្រាប់អ្នកដោយខ្លួនឯងលោកម្ចាស់លោកគួរតែទៅខ្ញុំនឹងដោះស្រាយរឿងនេះគ្មាននរណាចាក់ចេញថ្ងៃនេះទេលោកម្ចាស់ប្រញាប់ទៅអាឡានសិស្សរបស់ម្ចាស់ដាប៉ុន្តែអ្នកគ្មានគោលការណ៍ទេអ្នកកាន់ដាគួរតែសម្របតាមសម័យកាលព្រះអម្ចាស់នៃភាពងងឹតដល់ពេលអ្នកនិយាយលេហើយដល់ពេលនិយាយលេហើយអ្នកមិនត្រូវបានគេបំពុលទេខ្ញុំបានឃើញអ្នកលេបថ្នាំពុលនោះតើអ្នកធ្វើវាដោយរបៀបណាមានការប៉ុនប៉ងធ្វើឃាតនិងការគំរាមកំហែងមកលើខ្ញុំរៀងរាល់ថ្ងៃបើខ្ញុំគ្មានល្បិចអ្វីទេខ្ញុំនឹងបានស្លាប់រាប់មិនអស់ហើយអ្វីដែលខ្ញុំបានលេបគ្រាន់តែជាគ្រាប់មួយប៉ុណ្ណោះខ្ញុំឃើញអ្នកលេបថ្នាំពុលនោះដោយភ្នែកផ្ទាល់របស់ខ្ញុំនេះច្បាស់ជាការស៊ូចុងក្រោយរបស់អ្នកហើយខ្ញុំនឹងធ្វើឲ្យអ្នកបង្ហាញភាពពិតប្រាកដរបស់អ្នកស្លាប់ទៅឥឡូវអ្នកអាចនិយាយលេហើយអ្នកមិនអាចសម្លាប់ខ្ញុំបានទេខ្ញុំជាអ្នកនាំសារដែលត្រូវបានបញ្ជូនដោយឡានីមិនថាអ្នកណាក៏មិនអាចជួយសង្គ្រោះអ្នកបានដែរព្រះអម្ចាស់នៃភាពងងឹតគាត់និយាយត្រូវអ្នកមិនអាចសម្លាប់គាត់ថ្ងៃនេះទេមិនតាន់ទេព្រះអម្ចាស់ស្ងប់ស្ងាត់លោកធឿននៅជាអ្នកនាំសារសន្តិភាពដែលបញ្ជូនដោយឡានីយ៉ាហើយជាប្អូនប្រុសរបស់លូមីប្រធានសម្ព័ន្ធស្រមោលគាត់សំខាន់និងមានឥទ្ធិពលមិនថាគាត់ធ្វើខុសអ្វីនៅត្រូកូគាត់គួរតែត្រូវបានបញ្ជូនត្រឡប់ទៅឡានីយ៉ាវិញដើម្បីផ្លន្ទាទោសអ្នកចង់សង្គ្រោះគាត់អញ្ចឹងព្រះអម្ចាស់នៃភាពងងឹតប្រញាប់ដាក់ដាវរបស់អ្នកចុះអ្វីខ្ញុំនិយាយត្រូវហើយមែនទេអ្នកមិនអាចសម្លាប់ខ្ញុំបានទេហើយក៏មិនអាចប៉ះខ្ញុំបានដែរនេះជាត្រូកូនៅត្រូកូយើងចាត់ទុកភ្ញៀវរបស់យើងតាមរបៀបដែលគេចាត់ទុកយើងខ្ញុំវាយប្រហារអ្នកដែរវាយប្រហារខ្ញុំសុំទោសពេលយើងចូលមកយើងឃើញតែអ្នកហ៊ីបនឹងសម្លាប់លោកធឿននៅលើសពីនេះទៅទៀតឪពុករបស់លូមីនិងបងប្រុសត្រូវបានអ្នកប្រហារជីវិតនៅហ្វាលីយ៉ាលោកធឿននេះលើជាសាច់ញាតិតែមួយគត់របស់ប្រធានខ្ញុំសូមណែនាំអ្នកឲ្យដោះលែងគាត់បើមិនដូច្នេះទេឡានីយ៉ានឹងមិនអភ័យទោសអ្នកទេហើយសម្ព័ន្ធស្រមោលនឹងសងសឹកយ៉ាងខ្លាំងក្លាខ្ញុំជាព្រះអម្ចាស់នៃភាពងងឹតហេតុអីខ្ញុំត្រូវខ្លាចការសងសឹករបស់ពូកំណែតជីមខ្ញុំប្រហែលជាមិនអាចធ្វើអ្វីបានទេប៉ុន្តែខ្ញុំអាចវាយប្រហារអ្នកនៅជុំវិញអ្នកអាចការពារពួកគេមួយរយៈប៉ុន្តែតើអ្នកអាចធ្វើវាបានពេញមួយជីវិតទេអ្នកកំពុងគំរាមខ្ញុំអ្នកអាចយកឃើញបែបនោះរឿងដែលខ្ញុំស្អប់បំផុតគឺការប្រើអ្នកជំវិញខ្ញុំដើម្បីគំរាមកំហែងខ្ញុំអ្នកសម្លាប់លោកធឿននៅអញ្ចឹងបើខ្ញុំធ្វើវិញខ្ញុំថែមទាំងជន់ឆ្លេកហ្វាលីតើខ្ញុំនឹងខ្លាចពូកំសាពីឡានីទេលោកម្ចាស់អ្នកប្រញាប់ពេកហើយការវិជាអ្នកនាំសារឥឡូវអ្នកបានសម្លាប់គាត់ហើយតើយើងអាចនិយាយអ្វីទៅកាន់ឡានីទ្រូកូជាស្ដេចនៃប្រជាជាតិអ្វីដែលខ្ញុំធ្វើគឺសម្លាប់ឆ្កែប្រៃមួយពីឡានីពួកគេមិនស័ក្តិសមនឹងទាមទារការបញ្ចុះពីខ្ញុំម្យ៉ាងទៀតការវិញុះញង់ពូសូឲ្យធ្វើទារុណកម្មឪពុកម្ដាយខ្ញុំគាត់បានប្រមាថវីរបុរសនៃវិមានឡាយនិងធ្វើបាបស្រីមេម៉ាយនៃវិមានឡាយគាត់ថែមទាំងពលខ្ញុំទៀតគាត់ជាក្រិតជនអាក្រក់បើខ្ញុំមិនបានសម្លាប់គាត់ថ្ងៃនេះទេតាមមោទនភាពរបស់វិមានឡាយនៅឯណាដោយដែលគិតអ្នកពិតជាឈួតមែនមិនអីទេខ្ញុំនឹងមើលថាអ្នកពូកែប៉ុណ្ណាអ្នកគ្រាន់តែជាចាហ្វាយដាម្នាក់ពីឡានីអ្នកទង់ខ្សោយពេកសម្រាប់ខ្ញុំហើយមិនស័ក្តិសមនឹងប្រយុទ្ធជាមួយខ្ញុំប៉ុន្តែបើអ្នកប្រញាប់ប្រញាល់ទៅស្លាប់ខ្ញុំនឹងរីករាយរុញអ្នកទៅ
អញ្ចឹងយើងប្រយុទ្ធគ្នារហូតស្លាប់លោកលើស្ងប់ស្ងាត់វាជាពេលវេលាដ៏សំខាន់រវាងប្រទេសរបស់យើងបើមានអ្វីកើតឡើងចំពោះអ្នកណាម្នាក់វានឹងប៉ះពាល់អ្វីទាំងអស់សូមចងចាំទុកមិនអីទេដើម្បីវឌ្ឍនភាពនៃប្រទេសយើងខ្ញុំនឹងមិនប្រយុទ្ធជាមួយគាត់ថ្ងៃនេះទេខ្ញុំនឹងចាំបំណុលនេះនៅពេលអនាគតខ្ញុំនឹងធ្វើឲ្យអ្នកសោកដោយឈាមខ្ញុំរីករាយដែលអ្នកដឹងបើមិនអញ្ចឹងទេខ្ញុំគ្រោងនឹងបញ្ជូនអ្នកទៅកាន់ហាដេសដែលអ្នកច្បាស់ជាជួបកាវីចាំមើលលោកម្ចាស់តើយើងធ្វើអ្វីជាមួយពួកគេ លោកម្ចាស់សូមមេត្តាយើងខុសហើយ លោកម្ចាស់ត្រឹមត្រូវហើយយើងត្រូវបានគេញុះញង់ដោយឆ្កេងរូបសូមមេត្តាពួកយើងលែងកើតទៀតហើយអ្នកបានប្រមាថវីរបុរសយើងនឹងធ្វើបាបស្រីមេម៉ាយយើងនឹងធ្វើបាបអ្នកគ្មានទីពឹងទូស្លាប់1លានដងកវាមិនគ្រប់គ្រាន់ទេដោយសារអ្នកធន់ទ្រាំនឹងការរស់នៅក្នុងពន្លឺដូច្នេះខ្ញុំនឹងបញ្ជូនអ្នកទៅស្រមោលឡោងជាកន្លែងដែលវីរបុរសយើងធ្លាប់ប្រថុយជីវិតដើម្បីរករកខ្ញុំនឹងបញ្ជូនអ្នកទៅពន្ធនាគារខ្មៅក្នុងហ្វាលីដើម្បីឲ្យអ្នកដឹងថាការប្រាថ្នាចង់ស្លាប់មានអារម្មណ៍យ៉ាងណាជីមចាក់ចេញទៅខ្ញុំហាក់រកណាស់ឥឡូវហើយណាជាអ្នកមានអំណាចម្ចាស់នៃភាពងឹតប្រពន្ធរបស់អ្នកគូតែជាស្ត្រីម្នាក់ដែលមានសម្រស់ពិតប្រាកដខ្ញុំលែងសំនឹងអ្នកហើយអ្នកបានរងចាំខ្ញុំ10ឆ្នាំពេលដែលអ្នកនៅស្អាតធ្វើម៉េចខ្ញុំចាក់ចេញពីអ្នកបានកុំបារម្ភមិនថាអ្នកខ្លាចជាអ្វីទេអ្នកគឺជាមនុស្សតែម្នាក់ដែលខ្ញុំចង់រៀបការក្នុងរយៈពេល3ថ្ងៃខ្ញុំនឹងមកជាមួយអំណាចរៀបការហើយរៀបការជាមួយអ្នកនឹងយកនាមត្រកូលរបស់ខ្ញុំកុំបារម្ភខ្ញុំនឹងប្រើប្រាស់គ្រប់ធនធាននៃវិមានលីលដើម្បីយកមកវិញនៅរូបរាងរបស់អ្នកអូខេអ្នកស្រីធឿននៅខ្ញុំសុំទោសខ្ញុំគ្មានសមត្ថភាពខ្ញុំបរាជ័យក្នុងការការពារកាវីវាមិនមែនជាកំហុសរបស់អ្នកទេលោកលើបងប្រុសរបស់ខ្ញុំរលរៀលទេនេះជាទុកវាសនារបស់គាត់ទោះយ៉ាងណាខ្ញុំនឹងសង្សគាត់ឲ្យបានអ្នកនាងក្នុងរយៈពេល3ថ្ងៃជីមនឹងរៀបចំពិធីមង្គលការសម្រាប់ការរៀបការជាមួយ Helen នៅពេលនោះមន្ត្រីជាន់ខ្ពស់ទាំងអស់នឹងចូលរួមសម្បីតែស្តេចក៏នឹងមានវត្តមានដែរចេញបញ្ជាយើងនឹងចាប់តាម Hangar Sky Roos អូខេជីមអ្នកបានសម្លាប់គ្រួសារខ្ញុំទាំងមូលចាប់ពីពេលនេះ3ថ្ងៃខ្ញុំនឹងធ្វើឲ្យអ្នកសំដោយសៀមហើយខ្ញុំនឹងកັບរូកូសជាមួយអ្នកព្រះកូរូណាមានរឿងអីអ្នកនាំសាឡានីយ៉ាចង់ឲ្យខ្ញុំឲ្យពួកគេរៀបការហើយឲ្យជីមរៀបការជាមួយឡូមីប្រាប់ពួកគេថារឿងនេះមិនអាចពិភាក្សាបានទេឡូមីមិនស័ក្តិសមនឹងព្រះអម្ចាស់ឡើយព្រះកូរូណាជីមបានសម្លាប់អាកាវីបើយើងមិនដោះស្រាយរឿងនេះឲ្យបានត្រឹមត្រូវវាប្រកាសជាបង្កចំនួនរវាងប្រទេសយើងទាំងពីរកិត្តិយសត្រូវបង្ហាញតាមដាវយើងតែប៉ុណ្ណោះបើពួកឡានីយ៉ាមានបញ្ហាជាមួយវាចូលឲ្យជីមទៅជួបពួកគេជាមួយកងទ័ពសេះឡាយហើយបំផ្លាញកោះនោះកោះតូចនោះផងព្រះកូរូណាឡានីយ៉ាតូចឆាយមិនគួរខ្លាចទេតែបើរឿងនេះចាប់ផ្ដើមរីករាលដាលវានឹងបង្កើតមានការប៉ាន់ស្មានអន្តរជាតិវានឹងមានផលអាក្រក់ដល់ត្រកូលមានវិធីជាច្រើនដើម្បីសម្លាប់កាវីជីមមានភាពអន្តេសាបន្តិចនៅពេលនេះពួកគេមានអាកប្បកិរិយាយ៉ាងណាព្រះកូរូណាមុនពេលខ្ញុំមកទីនេះខ្ញុំបាននិយាយជាមួយលូមេពួកគេនឹងមិនចាត់ទុកព្រះអម្ចាស់នៃភាពងឹតជាអ្នកទទួលខុសត្រូវឡើយពួកគេក៏សុខចិត្តបោះបង់ទីក្រុង15របស់ពួកគេហើយថ្វាយវាទៅត្រកូលពួកគេគ្រាន់តែចង់ឲ្យព្រះអង្គអនុញ្ញាតរៀបការពួកគេនៅតែចង់ឲ្យខ្ញុំធ្វើដូច្នោះទៀតឬព្រះកូរូណាជីមជាព្រះអម្ចាស់នៃភាពងឹតហើយភរិយារបស់គាត់គឺជារូបភាពនៃវិមានឡាយោវាអាចនឹងតាក់ទងនឹងកតិចរបស់យើងប៉ុន្តែខ្ញុំបានន័យថាស្ត្រីដែលជីមហ៊ីបនឹងរៀបការជាស្ត្រីខូចត្រង់ត្រេស្ត្រីបែបនេះមិនអាចបង្ហាញមុខនៅទីសាធារណៈបានទេហេតុអ្វីយើងមិនឲ្យជីមរៀបការជាមួយលូមីមិនមែនគ្រាន់តែស្អាតនាងក៏នាំមកនៅអំណាចទីក្រុង15ហេតុអ្វីមិនអ្វីដែលសំខាន់បំផុតគឺថាជីមឥឡូវនេះជាអ្នកចម្បាំងកម្ពុជាម្នាក់ក្នុងពិភពលោកព្រះកូរូណា
ប្រហែលជាយើងអាចសាកល្បងថាគាត់ស្ដាប់បង្គាប់ប៉ុណ្ណាតាមរយៈអាពាហ៍ពិពាហ៍នេះ យើងនឹងធ្វើតាមព្រះអង្គ យកព្រមអ្នកស្រីស៊ីលវ៉ាអ្នកអាចផ្ដល់ការភ្ញាក់ផ្អើលដល់លោកលីនៅក្នុងពិធីមង្គលការថ្ងៃស្អែក គុណគ្រូពេទ្យសូមរក្សាវាជាការសម្ងាត់ យកព្រមវានឹងជាការសម្ងាត់ ជីមតើអ្នកកំពុងធ្វើអ្វីនៅទីនេះ ថ្ងៃស្អែកយើងនឹងរៀបការថ្ងៃនេះខ្ញុំចង់ឲ្យអ្នកជួបឪពុកម្ដាយខ្ញុំនោះនឹងបញ្ឈប់ពួកគេពីការនិយាយរំខានខ្ញុំ គ្រូពេទ្យតាមមុខរបស់ Helen កំពុងជាសះស្បើយយ៉ាងណាដែរ ជីមគ្រូពេទ្យបាននិយាយថាមុខខ្ញុំនឹងមិនជាសះស្បើយឡើយខ្ញុំនឹងដាក់ក្រកអស់មួយជីវិតខ្ញុំអាក្រក់ណាស់តើអ្នកនៅតែចង់រីកាជាមួយខ្ញុំហើយនងខ្ញុំទើបតែជួបឪពុកម្ដាយណា កុំបារម្ភមិនថាអ្នកមើលទៅយ៉ាងណាទេអ្នកនឹងនៅតែជាប្រពន្ធរបស់ខ្ញុំខ្ញុំនឹងថែរក្សាអ្នកជារៀងរហូត វេជ្ជបណ្ឌិតហាឌីនាយកកំពុងហៅប្រជុំដើម្បីពិភាក្សាអំពីការវះកាត់កែវភ្នែក យកព្រមខ្ញុំនឹងមកដល់ឆាប់វិជ្ជាបណ្ឌិត Hadi អ្នកគឺជាអ្នកជំនាញខាងវះកាត់កែសម្ផស្សតើការវះកាត់កែភ្នែកមានទំនាក់ទំនងអ្វីនឹងអ្នកជំងឺរូបនេះពិសេសណាស់គាត់ជាកូនប្រុសតែមួយរបស់ Habiba Khan គាត់បានជួបគ្រោះថ្នាក់គាត់បានរងរបួសធ្ងន់ធ្ងរហើយបាត់បង់ការមើលឃើញគាត់ត្រូវបានព្យាបាលនៅមន្ទីរពេទ្យគ្រូសាស្ហូបន្ទាប់ពីគ្រូសាស្ហូមានបញ្ហាលោកវេតបានផ្ទេរគាត់លើសពីនេះទៅទៀតកែភ្នែកត្រូវបានដឹកជញ្ជូនតាមយន្តហោះពីឡានីយ៉ាលោកវេតមិនចង់ឲ្យកូនប្រុសរបស់គាត់មានស្លាកស្នាមពីការវះកាត់ដូច្នេះខ្ញុំត្រូវតែនៅក្នុងកិច្ចប្រជុំដើម្បីពិភាក្សាអំពីការវះកាត់យកព្រមខ្ញុំនឹងទៅឥឡូវនេះ Ken នឹងគ្រូសាស្ហូកំពុងស្និទ្ធស្នាលពេកជាមួយឡានីយ៉ាសៀបអង្កេត Ken បាទ លោកនឹងអ្នកស្រី Leafman មើលងាយខ្ញុំទេមែនទេ Frank ប្រញាប់ Helen ត្រឡប់មកវិញហើយអ្នកស្រី Leaf Helen ប្រញាប់ចូលមកខាងក្នុងតើអ្នករងចាំអ្វីជួយ Helen យករបស់របរផង អ្នកមិនចាំបាច់យកអ្វីមកទេ មិនអីទេលោកនឹងអ្នកស្រី Leaf ខ្ញុំអាចធ្វើវាបាន អ្នកមិនចាំបាច់ហៅយើងបែបនោះទេគ្រាន់តែហៅខ្ញុំថា Frank ហៅខ្ញុំថា Fiona នៅពេលអនាគតយើងនឹងក្លាយជាគ្រួសារកុំខ្មាស់អៀន Frank Fiona តោះទៅប្រញាប់អង្គុយចុះ លោកម្ចាស់ខ្ញុំបានស៊ើបអង្កេត Ken តាមការបញ្ជាឲ្យបានរកឃើញអ្វីមួយនេះជាព័ត៌មានអំពីការជួញដូររបស់គាត់ជាមួយឡានីនគាត់បានយកលុយរបស់សមាគមអូត្រូវហើយតាមដែលខ្ញុំដឹងសមាគមស្រមោលកំពុងរៀបចំផែនការបង្កប់បញ្ហានៅពេលក្រោយតើអ្នកនៅតែបន្តធ្វើអាពាហ៍ពិពាហ៍ពិតមែនព្រោះសមាគមស្រមោលនឹងមកទុកឲ្យពូកេមវានឹងជាឱកាសល្អដើម្បីលាតត្រដាងឡានីននិងស្នាមញញឹមคล้ายៗរបស់ពួកគេក្នុងពេលនេះយើងនឹងចាប់យកអស់អ្នកក្រមបង្គាប់របស់សមាគមស្រមោលដើម្បីការពារបញ្ហានេះពេលអនាគតយកហើយអូត្រូវហើយដើម្បីសុវត្ថិភាពទៅមន្ទីរពេទ្យកណ្ដាលម្ដងទៀតយកព្រម Sim អ្នកមកដល់តាន់ពេលខ្ញុំទើបនឹងចង់ទៅរកអ្នកនឹងពូសូបានធ្វើអំពើអាក្រក់ជាច្រើនហើយគួរតែត្រូវបានបញ្ជូនទៅហ្វាលីដើម្បីទទួលទោស Sim ខ្ញុំដឹងថាខ្ញុំខុសហើយសូមឱកាសមួយទៀតបានទេរីកាជាមួយខ្ញុំនៅថ្ងៃស្អែកខ្ញុំនឹងបំរើណាយ៉ាងល្អ តើធ្វើដោយចម្ដេចឯងស្ត្រីពីសដោយអ្នកថែមទាំងគិតចង់រៀបការជាមួយខ្ញុំអ្នកសំណាងណាស់ដែលខ្ញុំមិនទាន់សម្លាប់អ្នក Sim ខ្ញុំខុសហើយសូមឱកាសមួយទៀតបានទេ ដោយសារអ្នកដឹងអ្នកគួរតែសាភិបហើយសង្ថ្លៃចំពោះអ្វីដែលអ្នកបានធ្វើ Alan បាទនាំនាងទៅហ្វាលីហើយដាក់នាងនៅក្នុងពន្ធនាគារខ្មែររយៈពេល10ឆ្នាំបាទ Sim តើអ្នកអាយហាក់រកគ្មានមេត្តាដូចនេះ Jim មានរឿងអី ម៉ែ Friend Fiona ខ្ញុំនេះរូខ្ញុំជាកូនប្រសារបងណាកុំធ្វើបាបពួកគេ Helen គីមគៀម្ចាស់នៃភាពងឹតធ្វើមេតមនុស្សអាក្រក់ដូចណាអាចស័ក្តិសមនឹងម្ចាស់ភាពងឹត Jim មិនក៏ណាវាខ្ញុំដើម្បីតែទូ អ្នកបញ្ឆោតយកលុយពួកយើងបំពីនៅពុកម្ដាយខ្ញុំហើយថែមទាំងធ្វើឲ្យមុខ Helen ខូចក្នុងភ្នែកខ្ញុំអ្នកជាទូដែលមានចិត្តអាក្រក់ Alan បាទនាំនាងទៅក្នុងបន្ទប់ឃុំជ្រៅបំផុតពន្ធនាគារខ្មែរត្រូវប្រកាសថាស្បែករបស់នាងនឹងមិនដែលឃើញពន្លឺថ្ងៃវានឹងរលួយបន្តិចម្ដង
ហើយនាងនឹងប្រាថ្នាចង់ស្លាប់នាងស្លាប់បាទ Day Friend Fiona ជួយខ្ញុំផងដើម្បីអត់ទេការ Fiona ជីនខ្ញុំគិតថាអ្នកគួរតែភ្លេចរឿងនេះព្រោះគ្រាន់តែត្រូវលុយបញ្ឆោតហេតុអ្វីអ្នកមិនឲ្យនាងឱកាសចាប់ផ្ដើមជីវិតថ្មី Kim ទុកឲ្យអត់ទេការជាអត់ទេការលើពីនេះថ្ងៃស្អែកជីកនៃរៀបការយើងមិនគួរបង្ហូរឈាមមុនពេលនោះទេ ចេញទៅ Helen កុំគិតថាខ្ញុំនឹងអត់ទោសណាដោយសាររឿងនេះខ្ញុំនឹងមិនផ្លេចថាណាទូបរិសខ្ញុំ Kim ដោយសារអ្នកខូចខើបេកុំបន្ទូសខ្ញុំដែលខ្ញុំខូចខើ ខ្ញុំឆ្ងល់ថាតើអ្នកស្រីណាម្នាក់ជាភរិយារបស់ព្រះអម្ចាស់នៃភាពងឹតខ្ញុំពិតជាចង់ឃើញថាអ្នកណានឹងសុំនឹងក្លាយជាស្ត្រីរបស់ព្រះអម្ចាស់នៃភាពងឹតនាងត្រូវតែជាស្រីស្អាតម្នាក់ព្រមទាំងមកពីគ្រួសារអភិជនត្រឹមត្រូវព្រះអម្ចាស់នៃភាពងឹតល្បីពេញពិភពលោកដូច្នេះភរិយារបស់គាត់ក៏ត្រូវតែមានភាពអស្ចារ្យពេលវេលាបានមកដល់ហើយយើងនឹងស្វាគមន៍គូស្នេហ៍ថ្មី សូមអបអរសាទរដល់ព្រះម្ចាស់នៃភាពងឹតនេះពិតជាការផ្គូផ្គងដែលធ្វើឡើងនៅស្ថានសួគ៌សូមអរគុណអ្នកទាំងអស់គ្នាដែលបានមកនិងសម្រាប់ពរជ័យទាំងអស់របស់អ្នកឥឡូវនេះខ្ញុំចង់ណែនាំមនុស្សម្នាក់នេះដែលនឹងក្លាយជាប្រពន្ធខ្ញុំថ្ងៃនេះនេះគឺ Helen តើអ្នកធ្លាប់ឮឈ្មោះនេះនៅក្នុងទ្រូកោសទេខ្ញុំស្គាល់មនុស្សល្បីទាំងអស់នៅក្នុងប្រទេសប៉ុន្តែខ្ញុំមិនដែលរកឈ្មោះ Helen ទេតើនាងមានសោដាយ៉ាងម៉េចនាងមកពីណានាង Helen គ្រាន់តែជាឆ្កែនាងជារសនាងមិនសំនឹងព្រះអម្ចាស់ចូលតែសូម ហេនាងឯងមានន័យយ៉ាងម៉េចនាងថ្ងៃនេះជាថ្ងៃរៀបការរបស់ម្ចាស់ភាពងឹតវាមិនសមរម្យទេដែលនាងនិយាយបែបនេះអ្នកគួរតែផ្ដល់ចម្លើយដែលគប់ចិត្តគ្រប់គ្នាបើមិនដូច្នេះទេទោះបីជាម្ចាស់ភាពងឹតមិនដាក់ទោសអ្នកយើងក៏មិនអត់ទោសអ្នកដែរ គ្រូសា Helen ស្លាប់អស់ហើយតើនាងជាអ្វីបាយមិនមែនលើពីនេះនាងក៏អាក្រក់ដែរ យ៉ាមិនអាចទេធ្វើម៉េចនាងអាចជាយៈ មិនជួបខ្ញុំទេសូមឲ្យនាងដោះស្រាយចេញបង្ហាញគ្រប់គ្នា អ្នកគិតថាអ្នកជាអ្នកណាអ្នកគិតថាអ្នកអាចមើលប្រពន្ធខ្ញុំដោយសារតែអ្នកចង់អ្នកសុំទេ អ្នកខ្លាចពេកមិនហ៊ានដោះព្រោះពេលដោះចេញគ្រប់គ្នានឹងដឹងថាប្រពន្ធរបម្ចាស់ភាពងឹតគឺជាយសអាក្រក់ ចាស់មិនអាចទេតើវាអាចជាប្រពន្ធរបស់ម្ចាស់ភាពងឹតពិតជាយសអាក្រក់មែនទេមើលទៅនាងជឿជាក់ប៉ុណ្ណានាងច្បាស់ជាត្រូវកុំស្មានធ្វើម៉េចប្រពន្ធរបស់ម្ចាស់ភាពងឹតអាចអាក្រក់នៅស្ងៀមទាំងអស់គ្នាមិនថាប្រពន្ធខ្ញុំមើលទៅយ៉ាងណាទេខ្ញុំនឹងនៅតែស្រឡាញ់នាងរូខ្ញុំបានអត់ទោសឲ្យអ្នកជាច្រើនដងប៉ុន្តែអ្នកតែងតែប្រជែងខ្ញុំថ្ងៃនេះខ្ញុំនឹងធ្វើឲ្យអ្នកពិការ ថ្ងៃនេះខ្ញុំនឹងបង្ហាញគ្រប់គ្នាមុខស្រីបាយនេះ អូយមកនាងអាក្រក់ណាស់តើស្ត្រីបែបនេះអាចសត្វសំជាភរិយារបស់ព្រះអង្គយ៉ាងដូចចម្ដេចព្រះអម្ចាស់នៃភាពងឹតសូមពិចារណាឲ្យម៉ត់ចាប់ប្រពន្ធរបស់ព្រះអង្គនឹងជួបមន្ត្រីបរទេសហើយនាងជាមុខមាត់របស់ទ្រូកោសនិងវិមានឡាយយេបើព្រះអង្គគ្រីបការជាមួយមនុស្សអាក្រក់ដូចនាងខ្ញុំខ្លាចថាទ្រូកោសវិមានឡាយនឹងព្រះអង្គនឹងខ្លាយជាការចំអក អញ្ចឹងស្កេងបើខ្ញុំមិនបានអ្នកក៏មិនបានដែរ ឈប់និយាយទាំងអស់គ្នាគ្មាននរណាម្នាក់មានសិទ្ធិរិះគន់ខ្ញុំអំពីអាពាហ៍ពិពាហ៍របស់ខ្ញុំមិនថាយ៉ាងណាទេ Helen មើលទៅដូចចម្ដេចខ្ញុំនឹងស្រឡាញ់នាងរហូតដល់ទីបញ្ចប់នៃពេលវេលាគ្មានការប្រកែកទេថ្ងៃនេះខ្ញុំនឹងរៀបការជាមួយ Helen តែម្នាក់គត់ ណាស្នេហាដែលអស់សង្ឃឹមខ្ញុំចូលចិត្តគាត់ លូមីតាញាកំពុងធ្វើអ្វីនៅទីនេះ ខ្ញុំបានថាព្រះអម្ចាស់នៃភាពងឹតជាណាស្នេហាដែលអស់សង្ឃឹមហើយឥឡូវនេះខ្ញុំឃើញថាវិធីការពិតគួរឲ្យអាណិតណាស់ដែរអ្នកនឹង Helen នឹងមិនបានរៀបការនៅថ្ងៃនេះទេ ហេតុអ្វីខ្ញុំត្រូវការយល់ព្រមពីឡានីនសម្រាប់ពិធីមង្គលការខ្ញុំត្រូវហើយនេះជាពិធីមង្គលការរបស់ព្រះអង្គគង់ងឹត
ហេតុអ្វីស្រមោលគីលនៅទីនេះយើងនឹងគ្រប់គ្រងកិច្ចការផ្ទាល់ខ្លួនរបស់យើងអ្នកមិនត្រូវបានស្វាគមន៍នៅទីនេះទេ Center ខ្ញុំជាកូនក្រមុំនៃពិធីមង្គលការថ្ងៃនេះហេតុអ្វីខ្ញុំមិនអាចនៅទីនេះ លូមីតាអ្នកមានន័យយ៉ាងណា ដូចអ្នកបាននិយាយប្រពន្ធរបស់ព្រះអង្គគំនិតនឹងប៉ាពីលដល់រូបភាពនៃវេនឡាយនិងរូកូសវាមិនអាចជាទ្រូដូចហេឡែន ទោះបីខ្ញុំមិនរៀបការជាមួយ Helen ក៏ដោយខ្ញុំនឹងមិនដែលរៀបការជាមួយ Lanin ដូចអ្នកមានក្លិនអាក្រក់ណាស់ហ៊ានណាស់អ្នកណាដែលប្រមាថអ្នកស្រី Lumi នឹងត្រូវស្លាប់ លោកទូនឿស៊ីមជាបដៃរបស់ខ្ញុំកុំឆ្លើយដាក់គាត់ អ្នកគ្មានសិទ្ធិធ្វើជាប្រពន្ធខ្ញុំទេ សំឡាញ់ខ្ញុំដឹងថាអ្នកមិនចូលចិត្តខ្ញុំប៉ុន្តែថ្ងៃនេះអ្នកពិតជាត្រូវតែរៀបការជាមួយខ្ញុំ Lumi តាអ្នកមានន័យថាឯកដើម្បីប្រជាជាតិយើង Lani នឹងត្រូវកោសបានឈានដល់កិច្ចព្រមព្រៀងរួមគ្នា Lani នឹងប្រកល់មីសធូនៅឲ្យរៀបការជាមួយជីមដើម្បីបង្ហាញពីភាពស្មោះត្រង់របស់យើងព្រមទាំងទីក្រុងចំនួន15ជាអំណោយរៀបការព្រះមហាក្សត្របានយកព្រមហើយបានអនុញ្ញាតរៀបការយ៉ាងម៉េចតានេះពិតទៅព្រះមហាក្សត្របានបញ្ជាឲ្យអ្នករៀបការជាមួយ Lumi ជីមបើអ្នករៀបការជាមួយមីសធូនៅអ្នកនឹងឲ្យខ្លួនអ្នកនៅរូបភាពល្អហើយអ្នកអាចអភិវឌ្ឍអំណាចរបស់ត្រូវកោសបើអ្នករៀបការជាមួយស្រីអាក្រក់នេះតើត្រូវកោសអាចទទួលបានអ្វីពីវាអ្នកនឹងក្លាយជាការចំអកខ្ញុំប្រកាសថាអ្នកដឹងថាអ្នកគួរជ្រើសរើសនរណាសំហេតុផលបើគាត់រៀបការជាមួយ Lumi គាត់នឹងទទួលបានស្រីស្អាតម្នាក់និងទីក្រុងជម្រើសល្អបំផុតគឺអាពាហ៍ពិពាហ៍ដែលព្រះរាជាបានបញ្ជាព្រះអម្ចាស់នៃភាពងងឹតមានឥទ្ធិពលហើយគាត់ត្រូវតែគិតពីរូបភាពធំហើយគោរពតាមបញ្ជារបស់ព្រះមហាក្សត្រ ស្កេងខ្ញុំបានប្រាប់អ្នកយូរហើយថាបើខ្ញុំមិនអាចមានជីមអ្នកក៏មិនអាចដែរឥឡូវអ្នកជួបខ្ញុំហើយស្រីអាក្រក់ដូចណាជីមគ្រាន់តែពួរអ្នកចោលអ្នកនឹងខ្លាយជាស្រីចាស់ដែលមិនដែលរៀបការព្រះអម្ចាស់នៃភាពងងឹតឥឡូវអ្នកនឹងខ្ញុំនឹងរៀបការចាប់ពីថ្ងៃនេះទៅខ្ញុំនឹងខ្លាយជាប្រពន្ធរបស់អ្នក ខ្ញុំបានប្រាប់អ្នកហើយថាខ្ញុំនឹងមានប្រពន្ធតែម្នាក់គឺ Helen ជីមខ្ញុំដឹងពីចិត្តណាប៉ុន្តែពួកគេនិយាយត្រូវអ្នកគូរៀបការ Looms ខ្ញុំបាននៅឋានៈជាស្រីកញ្ជ្រោងដែលតែងតែលួងលោមបុរសឥឡូវអ្នកធ្វើជាកំសត់អៀងខ្មាស់ណាស់ គ្មានអ្នកណាអាចធ្វើបាបស្ត្រីរបស់ខ្ញុំ ជីមហ៊ានវាខ្ញុំទេនេះមានន័យយ៉ាងម៉េច ខ្ញុំមានន័យច្បាស់ហើយប្រពន្ធខ្ញុំត្រូវតែជា Helen គ្មានអ្នកណាផ្សេងទេស្ត្រីឡានីដូចអ្នកគ្មានសិទ្ធិរៀបការចូលគ្រូសាលេខទេ Helen ខ្ញុំធ្លាប់និយាយថាអ្នករងចាំខ្ញុំ10ឆ្នាំការអ្នកនៅស្អាតចាប់ពីពេលនេះតើខ្ញុំនឹងការពារអ្នកអស់ពីជីវិតមិនថាមានរឿងអ្វីកើតឡើងទេខ្ញុំនឹងរក្សាអ្នកឲ្យមានសុវត្ថិភាពលើកនេះខ្ញុំនឹងមិនបាត់បង់អ្នកទៀតទេ ជីមអាពីពីយ៉ាងក្រតែងចង់ដោយ Graham Haxter ចាយណាពិសេសមិនស្ដាប់បង្គាប់អ្នកមិនគិតពីប្រយោជន៍រូកូស្ទែគិតច្បាស់បើអ្នកទូចង់រីកាជាមួយស្ត្រីនេះអ្នកកំពុងប្រឆាំងនឹង Graham Haxter ពេលអ្នកធ្វើដូច្នេះអ្នកនឹងបាត់បង់ហេតុហើយខ្លាយជាប្រជាពលរដ្ឋធម្មតារូកូសនឹងមិនបានទីក្រុងទាំង15ពីឡានីទេនេះនឹងជាការបាត់បង់ដ៏ធំចំពោះរូកូសហើយក៏នឹងបង្កមានសង្គ្រាមក្នុងប្រជាជាតិយ៉ាងទៀតជីមអ្នកនឹងខ្លាយជាអ្នកបង្កហើយគ្រប់គ្នានឹងបញ្ជូនអ្នកនឹងខ្លាយជាប្រតិក្នុងរូកូសជីម Like that ពិភពលោកត្រូវការអ្នកវិមានឡាយត្រូវការអ្នកហើយរូកូសក៏ដូចគ្នាខ្ញុំមិនអាចទៅណាទេ លោកម្ចាស់សូមគិតច្បាស់ទ្រូកូសទើបបានសន្តិភាពវាត្រូវការអ្នកប្រទេសជិតខាងឈប់ទៅខ្ញុំមិនទទួលយកអាពាហ៍ពិពាហ៍នេះទេ ជីមតើវាពិតជាមានតម្លៃទេ
អស់រយៈពេល10ឆ្នាំខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងក្នុងអំណាចដើម្បីសង្គ្រោះប្រទេសជាតិខ្ញុំបានដឹកនាំកងទ័ពវិមានលីលដើម្បីដណ្ដើមយកហ្វាលីយ៉ាយើងបានសម្លាប់អ្នកខ្លាំងនៃប្រទេសដទៃនេះហើយជាមូលហេតុដែលត្រូកូសមានភាពរុងរឿងអស់100ឆ្នាំខ្ញុំមិនជំពាក់ត្រូកូសឬប្រជាជនឬទឹកដីអ្វីទេខ្ញុំមានសិទ្ធិសម្បជញ្ញៈស្អាតអ្នកតែមួយគត់ដែលខ្ញុំជំពាក់គឺអ្នកហេឡេនឥឡូវអ្នកនៅទីនេះហើយក្នុងចិត្តពេញមួយជីវិតខ្ញុំមិនដែលខ្វល់ពីការធ្វើជាព្រះអង្គនៃភាពងងឹតទេហើយខ្ញុំក៏មិនខ្វល់ពីទ្រព្យសម្បត្តិឬកិត្តិនាមដែរបំណងតែមួយគត់របស់ខ្ញុំគឺនៅជាមួយអ្នកដែលខ្ញុំស្រឡាញ់អស់មួយជីវិតនិងថែរក្សាពុកម្ដាយខ្ញុំឲ្យបានល្អខ្ញុំស្រឡាញ់ប្រទេសខ្ញុំតែស្រឡាញ់អ្នកជាងគួរឲ្យរំភើបណាស់សម្រាប់ព្រះអង្គនៃភាពងងឹតប៉ុន្តែហេឡេនពិតជាអាក្រក់ពេកហើយវាមិនសមទេព្រះអង្គនៃភាពងងឹតតែងតែឆ្លេះវៃប៉ុន្តែនៅពេលនេះគាត់បានធ្វើខុសហើយគាត់នៅក្មេងពេកនិងអន្តែង ជីមសៅបើអ្នករៀបការជាមួយ Helen ខ្ញុំនឹងមិនស្ដាយក្រោយទេ ដូច្នេះអ្នកស្រីស៊ីលវ៉ាតើអ្នករៀបការជាមួយខ្ញុំទេ អ្នកស្មោះត្រង់ណាស់តែខ្ញុំអាចពិសេសដូចចម្ដេចបាន នាងពិតជាស្រស់ស្អាតណាស់នាងជាស្រីស្អាតមកពីទេសខាងកើតរាល់ចលនារបស់នាងសុទ្ធតែគួរឲ្យទាក់ទាញ មិនអាចទៅរួចនេះមិនមែនជាការពិតទេខ្ញុំចូលបានបំផ្លាញមុខរបស់ Helen តែមានរឿងអ្វីកើតឡើង សារ៉ា បណ្ឌិត Hardy គឺជាគ្រូពេទ្យវេកាត់កាសម្ផាសល្អបំផុតក្នុងពិភពលោកនៅថ្ងៃដែលខ្ញុំចេញពីមន្ទីរពេទ្យស្លាកស្នាមនៅលើមុខខ្ញុំបានជាសះស្បើយគ្រាន់តែថាខ្ញុំបានប្រាប់គាត់កុំឲ្យប្រាប់ណាព្រោះខ្ញុំចង់ធ្វើឲ្យអ្នកញាប់អល់ថ្ងៃនេះ សូមអបអរសាទរលោកស្រីស៊ីលវ៉ាការព្យាបាលបានដំណើរការយ៉ាងរលូនមុខរបស់អ្នកបានស្ដារឡើងវិញទាំងស្រុងហើយគ្មានស្លាកស្នាមអ្វីទេ ល្អណាស់ខ្ញុំបានជាសះស្បើយពិតប្រាកដណាស់ ដែលរៀបណាអ្នកសប្បាយចិត្តខ្ញុំនឹងទៅប្រាប់លោកលីសឥឡូវនេះ បណ្ឌិត Hardy សូមជួយខ្ញុំផងខ្ញុំចង់ធ្វើឲ្យជីមញាប់អល់នៅថ្ងៃរៀបការរបស់យើងលោកលីសខ្ញុំមិនត្រូវការឲ្យអ្នកល្បីល្បាញទេខ្ញុំគ្រាន់តែចង់នៅជាមួយអ្នកអស់មួយជីវិតរបស់យើង ការមានអ្នកក្នុងជីវិតខ្ញុំគឺគ្រប់គ្រាន់ហើយស្តេចត្រូកូសមកដល់ហើយអូទេព្រះអង្គកុំលើចេញមកណាស់តែព្រះអង្គចេញពីរាជវាំងថ្ងៃនេះហើយព្រះអង្គមើលទៅអាប់អ៊ូខ្លាំងណាស់ជីមគឺវិនាសហើយដោយដែលម្ចាស់នៃភាពមិត្តបាននិយាយនៅពេលត្រូកូកំពុងមានគ្រោះថ្នាក់គាត់បានដឹកនាំទីហាននៃវិមានឡាយ៉ូដើម្បីសង្គ្រោះប្រទេសគាត់បានប្រយុទ្ធអស់រយៈពេល10ឆ្នាំហើយបានសង្គ្រោះប្រទេសដែលជាមូលហេតុដែលត្រូកូមានភាពរុងរឿងបច្ចុប្បន្ននេះម្ចាស់នៃភាពងងឹតបានធ្វើគ្រប់គ្រាន់សម្រាប់ត្រូកូហើយតើវាខុសទេដែលគាត់ជ្រើសរើសជីវិតរបស់គាត់ព្រះអង្គពេលនេះជីមបានប្រឆាំងបញ្ជារបស់ព្រះអង្គហើយបានវាយអ្នកស្រីធឿននៅវានឹងប៉ះពាល់ដល់ប្រទេសយើងដាក់ទោសគាត់ ព្រះអង្គប្រសិនបើព្រះអង្គមិនអាចបញ្ចូលពីខ្លួនឯងបានទេនោះសន្ធិសញ្ញាសន្តិភាពដែលយើងបានចុះហត្ថលេខានឹងត្រូវបានចាត់ទុកជាមោឃសង្គ្រាមនឹងចាប់តែម្ដងទៀត ជីមតើអ្នកមានអ្វីចង់និយាយទេ ខ្ញុំគ្មានអ្វីចង់និយាយទេ តើអ្នកប្រកាសថាអ្នកចង់រៀបការជាមួយ Helen កុំប្រញាប់ឆ្លើយខ្ញុំនឹងផ្ដល់ឱកាសចុងក្រោយមួយដល់អ្នកគិតមុននឹងឆ្លើយ ព្រះអង្គខ្ញុំមិនជំពាក់ត្រូកូឬប្រជាជនអ្វីទេខ្ញុំគ្មានអ្វីខុសឆ្គងខ្ញុំនឹងចាកចេញ យល់ពោមខ្ញុំគោរពជំរឿនរបស់អ្នកព្រះអង្គមានបន្ទូលបញ្ជាសម្រាប់ស្រារាជត្រូវបានថ្វាយសម្រាប់ពិធីមង្គលការរបស់គាត់ នេះជាលទ្ធផលឃើញទេអញ្ចឹងបើអ្នកជាម្ចាស់ភាពងងឹតអ្នកនៅតែគ្រាន់តែជាឆ្កែរបស់ត្រូកូពេលអ្នកស្ដាប់បង្គាប់អ្នកជាម្ចាស់ភាពងងឹតពេលអ្នកមិនស្ដាប់បង្គាប់គេអាចធ្វើឲ្យអ្នកខ្លាយជាឆ្កែញាប់ក្រពើ ជីមអ្នកនៅមានពេលសោកស្ដាយបើមិនអង្គស្លាប់ជាផ្លូវតែមួយរបស់អ្នក
ព្រះអង្គព្រះករុណាព្រះម្ចាស់បានប្រយុទ្ធយូរមកហើយព្រះអង្គធ្វើការយ៉ាងនឿយហត់គាត់គ្រាន់តែចង់បានសុភមង្គលផ្ទាល់ខ្លួនសូមពិចារណាឡើងវិញ Kim, ta nọ mình men, chỉ nó sẽ hai chiếc chi nít tế, hết vây nọ bờ trong nâng bên kia, này apio pipio nâng. Sarita, precorona protein, ta nọ cô, precorona saute. Nhom nâng phốc vía chấm nút sim. Kim, to sra ở nhom nọ, miên prayot chinh nhom pe nơ ro. Bông ôn robot nhom ban prai chi vật nâng sim robot poke, đam bay bông cát phía prong riêng robot rocos. Nọ tơ tai ca pia vi. អាយ៉ាខ្ញុំបានសន្យានឹងបងប្រុសអ្នកថាខ្ញុំនឹងការពារអ្នកខ្ញុំមិនអាចក្បត់ពាក្យសន្យាបានទេចាំជីមតើអ្នកពិតជាមិន ស្ដាយរឿងនេះធ្វើតាមបេះដូងខ្ញុំចិត្តខ្ញុំថ្លាហេតុអ្វីខ្ញុំត្រូវស្ដាយទោះបីអ្នកឲ្យខ្ញុំជ្រើសរើសសំដងទៀតខ្ញុំនៅតែធ្វើដូចនេះខ្ញុំគ្មានស្ដាយព្រះម្ចាស់ខ្ញុំសូមអរគុណព្រះករុណា Anh ngủ ngon, anh nâng slap đòi năm pol. អ្នកពិតជាស្មោះត្រង់ណាស់ទោះបីជាអ្នកមានឋានៈនិងអំណាចអ្នកមិនដែលភ្លេចគោលដៅដើមរបស់អ្នកតើខ្ញុំអាចឲ្យមនុស្សស្មោះត្រង់បែបនេះស្រាពោល Command năm pol there. ពុំមានទេខ្ញុំបានទុកនេះស្រាវីស្គីអស់រយៈពេល18ឆ្នាំខ្ញុំចង់រងចាំសម្រាប់ពិធីមង្គលការកូនស្រីខ្ញុំដើម្បីផឹកវាថ្ងៃនេះខ្ញុំសប្បាយចិត្តព្រោះជីមកំពុងរៀបការដូច្នេះខ្ញុំក៏យកវាចេញមក Lorna, Kim, precorona mình không thể. Lo hai. ព្រះករុណាតើព្រះអង្គកំពុងលេងសើចទេតើព្រះអង្គចង់ឲ្យយើងទៅធ្វើសង្គ្រាមទេ ពេលណាក៏បានត្រូវកោសធំធេងណាស់ហេតុអីយើងត្រូវខ្លាចយើងមានព្រះម្ចាស់នៃភាពងឹតអ្នកនឹងចាញ់មិនយូរមិនឆាប់ព្រះម្ចាស់នៃភាពងឹត Nâng mình, đã chênh bì, piti mong cô ca nê đòi rô. Nà tên góc nê trâu đài. Tên góc nê có trâu slap đài. លោកមីតើអ្នកមានន័យយ៉ាងម៉េច ព្រះម្ចាស់ Kim, តើអ្នកធ្វើអ្វីដល់គាត់ nhom chớp đài đạp bần đá xa chốc mùi, lơ khói. អ្នក Nà đạp bần đá xa cót. Nhom ban ai ọc cắt cót. Quần đáy cót mình ban ai đầm lai vì. Nhom ban tích chú still tầm nẹ tầm mình. Quần đáy cót bờ ướt bờ chân bèc. Vì chi cầm hốt rò bò cót. Đáy khô chơ bèc. តើអ្នកដាក់បណ្ដាសាលើព្រះម្ចាស់នៃភាពងឹត Vì nghe sru thor nà. លោកម្ចាស់ Nhom ban prap nè hai. Tha nâng trâu sai grai. Frozen ba nợ brum. Rika chi mùi nhom bro hai chia prap nà. Hai time dang. Chui nà. Cầm chát gần nhà turner diệt pong. Đà nợ bì xe nhom. Time dang đợt dus nhom. Tnai nè nợ trâu tai slap. អបអសាទរកញ្ញាផែនការ Skiggers ជោគជ័យហើយ Bên đó bị then slap. Some lop boot đà sol chon idol. A low big man made it nom. Cùng top land jay ác vie. Some đai to grovel ban hai. Phu vi nâng một đó sap. អីចឹងការភ្ជាប់ពាក្យដែលនាងចង់បានគ្រាន់តែជាល្បិចទេគោលបំណងនាងគឺដើម្បីប្រមូលផ្ដុំមន្ត្រីជាន់ខ្ពស់របស់ Dracos ហើយសម្លាប់ទាំងអស់ក្នុងពេលតែមួយមែនទេ A low ang twar avai. Banta. Gu stai. Dai vi hu spell hai. Kum. Ang ban some lop upok un. From dam. Bong proof dang bi robot un. Tnai nè. Ai nâng dang some bum no team. ព្រះអង្គគូប្រកួតអញគឺអញ Kum. A low ang stai cry hayuna. Tnai ni hang nung throw slap no dine. From dam. Upok dayang nung helen. Pu kung dai slap gen go. Kum pai di. Anh mình nang slap nia day. Ai nung twar ang pigasan. Hai twar di run gam zoot. Ai nung sang mur krusa. Slap no mukang. Hai mur grotus. Dai ang kapia. Drogum bag bombat dai. Kung dop lenshen. នាងគិតថាខ្ញុំជាប់អន្ទាក់ហើយ Unpatia. De ang job tnai nih man. Miên rung ikat lang. Anh mình drog banda sa der. Miên rung avay. Nut man man.
យ៉ាងម៉េចរឿងនេះអាកាត់ឡើងខ្ញុំច្បាស់ជាដែរបណ្ដាសាឲ្យណា នៅហ្វាលីយ៉ាមនុស្សបានព្យាយាមសម្រាប់ខ្ញុំយ៉ាងហោចណាស់800ដងបើមិនដល់1000ដងប្រសិនបើអ្នកអាចជោគជ័យយ៉ាងនេះនោះតើខ្ញុំនៅរស់រហូតដល់ថ្ងៃនេះទេខ្ញុំចាប់បានបណ្ដាសានោះនៅពេលអ្នកធ្វើវាខ្ញុំគ្រាន់តែមិនចង់លាតត្រដាងអ្នកព្រោះខ្ញុំកំពុងរងចាំឲ្យអ្នកបង្ហាញខ្លួនពិតប្រាកដរបស់អ្នក ណាជាអ្នកឬកូសៀនដល់ឆ្លាស់ស្វ័យណាអេក្រណា ប្រសិនបើខ្ញុំមិនឆ្លៀសវាយទេខ្ញុំមិនអាចនៅរស់រហូតដល់ថ្ងៃនេះទេដូច្នេះតើខ្ញុំអាចកំចាត់អ្នកទាំងអស់គ្នាក្នុងពេលតែមួយបាន ខ្ញុំទទួលស្គាល់ថាអ្នកពិតជាពូកាណាដែលអ្នកពិតជាកតាខ្ញុំមិនមានផែនការបំរុងទេមិននឹកស្មានមែនទេមិនថាអ្នកគ្រងយ៉ាងណាទេអ្នកជួនในមួយចំហែនក្រោយខ្ញុំអភិបាលនៃ Konos គឺនៅខាងខ្ញុំមនុស្ស3000អ្នកបានឡោមពោតយើងមិនថាអ្នកមានសមត្ថភាពយ៉ាងណាទេអ្នកមិនអាចប្រឆាំងអាវុធច្រើនយ៉ាងនេះបានទេអ្នកស្រីទូនឿជួខាត់ពេលទេចេញបញ្ជាឲ្យសម្លាប់គាត់ដើម្បីយ៉សគ្មានការភ្ញាក់ផ្អើលអ្វីទីទេ អ្នកស្រីធឿននៅតាអ្នកពិតជាគិតថាលោកវេតនៅខាងអ្នកមែនទេ វាមិនអាចទៅរួចទេវាមិនអាចទេតែមានរឿងអី ខ្ញុំជាអភិបាលនៃត្រូកូខ្ញុំឡើងចុះជាមួយត្រូកូតើខ្ញុំអាចបបរជាមួយអ្នក ដូច្នេះហេតុកេណាទទួលលុយច្រើនម្លេះកូនប្រុសណាថែមទាំងបានប្រកៅផ្នែកឡានៀន នោះគឺគ្រាន់តែដើម្បីឈ្នះការទុកចិត្តរបស់អ្នកនិងដើម្បីស្វែងយល់ពីផែនការរបស់អ្នកបន្ទាប់មកយើងអាចកំចាត់ពួកឡានីនទាំងអស់របស់អ្នកក្នុងពេលតែមួយលោកម្ចាស់សូមប្រគល់កូនប្រុសខ្ញុំមកវិញខ្ញុំមានកូនប្រុសតែមួយទេខ្ញុំអង្វរលោកម្ចាស់សូមប្រគល់កូនខ្ញុំមកវិញប្រគល់គាត់មកវិញខ្ញុំគ្រាន់តែបានផ្លាស់ទីកូនប្រុសអ្នកទៅកន្លែងផ្សេងដើម្បីទទួលការព្យាបាលល្អប្រសើរចំណែកលទ្ធផលវិញវាអាស្រ័យលើការសម្ដែងរបស់អ្នកនាពេលអនាគតខ្ញុំនឹងប្រាប់អ្នកអ្វីទាំងអស់ It Inkmas ចាប់ពួកគេលោកស្រី Turner ចាក់ចេញខ្ញុំនឹងដោះស្រាយទ្រូកូមិនមែនជាកន្លែងសម្រាប់អ្នកឡានីនមកចេញចូលតាមអំពើចិត្តឡើយចាប់ពួកគេព្រះករុណាជនក្បត់ត្រូវបានលោកបំបត្តិយើងរងចាំសាលក្រមរបស់ព្រះអង្គ អូខេចំពោះស្ត្រីពីរគុំទាំងនេះហ្វាលីយ៉ាជាកន្លែងសំស្របបំផុតមកបញ្ជូនពួកគេទៅហ្វាលីយ៉ាហើយឲ្យពួកគេសារភាពកំហុសនៅក្នុងគុកខ្មៅ ចាប់ពួកគេ បាទអូខេដោយការរំពឹងទុករបស់ត្រូកូព្រះម្ចាស់នៃភាពងឹតអ្នកបានការពារយើងទាំងក្នុងទាំងក្រៅថ្ងៃនេះអ្នកសម្រេចបានជ័យជំនះមួយទៀតខ្ញុំប្រកាសថា3ថ្ងៃពីពេលនេះត្រូកូនឹងរៀបចំពិធីអាពាហ៍ពិពាហ៍នៃសតវត្សសម្រាប់ព្រះម្ចាស់នៃភាពងឹតនិងហើយលេងនឹងមានពិធីរាជាភិសេកដ៏ធំ ល្អណាស់សូមអរគុណព្រះករុណា